ខ្ញុំត្រូវបានគេស្គាល់ថាជា Swami Aravindan អស់រយៈពេល33ឆ្នាំខ្ញុំបានរស់នៅជាព្រះសង្ឃហិណ្ឌូនៅក្នុងអាសាមនិងរូងភ្នំភាគខាងជើងនៃប្រទេសឥណ្ឌាថ្ងៃនេះខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទហើយខ្ញុំចង់ប្រាប់អ្នកពីរបៀបដែលវាបានកើតឡើងខ្ញុំកំពុងចែករំលែករឿងនេះមិនចង់ធ្វើបាបអ្នកណាម្នាក់ឬមិនគោរពជំនឿដែលខ្ញុំធ្លាប់កាន់ខ្ញុំកំពុងចែករំលែកវាព្រោះអ្វីដែលបានកើតឡើងចំពោះខ្ញុំគឺជាការពិតវាបានផ្លាស់ប្ដូរអ្វីទាំងអស់ហើយខ្ញុំជឿថាប្រសិនបើព្រះជាម្ចាស់បង្ហាញអង្គទ្រង់ដល់ខ្ញុំទ្រង់អាចបង្ហាញអង្គទ្រង់ដល់អ្នកណាម្នាក់ដែលស្វែងរកទ្រង់ពិតប្រាកដនេះជាទីបន្តរបស់ខ្ញុំសួស្តីអ្នកទស្សនាជុំវិញពិភពលោកមុនពេល Alvin ចែករំលែករឿងរបស់គាត់យើងចង់ដឹងថាអ្នកកំពុងមើលពីណាដូច្នេះយើងអាចអធិស្ឋានសម្រាប់អ្នកនិងទីក្រុងរបស់អ្នកសូមអរគុណហើយសូមព្រះប្រទានពរដល់អ្នកនៅពេលអ្នកស្ដាប់ទីបន្ទាល់ដ៏មានឥទ្ធិពលនេះខ្ញុំកើតនៅ Harado ដែលជាទីក្រុងបរិសុទ្ធមួយនៅមាត់ទន្លេដ៏ពិសិដ្ឋ Ganga ឪពុកម្ដាយរបស់ខ្ញុំបានដាក់ឈ្មោះខ្ញុំថា Alvin Yuma យើងជាព្រាហ្មណ៍ដែលមានន័យថាយើងជាថ្នាក់សង្ឃឪពុកខ្ញុំធ្វើការជាបូជាចារ្យនៅព្រះវិហារហើយម្ដាយខ្ញុំមានសាសនាជ្រៅជ្រះផ្ទះរបស់យើងមានក្លិនក្រអូបជាប់ក្លិនក្រអូបជាប់ក្លិនក្រអូបរាល់ព្រឹកមុនព្រលឹមខ្ញុំនឹងភ្ញាក់ពីដំណេកដោយសំឡេងអធិស្ឋានរបស់ម្ដាយខ្ញុំនិងសំឡេងជូងលង្ហិននៅអាសនៈគ្រួសាររបស់យើងកុមារភាពរបស់ខ្ញុំពោពេញទៅដោយពិធីសាសនា So Leute, ich sitze hier am Strand und ich habe jetzt gerade geschaut មុនពេលខ្ញុំរៀនតារាងគុណរបស់ខ្ញុំខ្ញុំទៅព្រះវិហារញឹកញាប់ជាងទៅកន្លែងលេងជីដូនរបស់ខ្ញុំដែលរស់នៅជាមួយពួកយើងនឹងប្រាប់ខ្ញុំពីរឿងរាមាយាននិងមហាភារតដៃដែលជ្រីវជ្រួញរបស់នាងធ្វើចលនាយ៉ាងរំជើបរំជួលនៅពេលនាងនិយាយអំពីព្រះនិងអរិយកាត់ប្រកិច្ចនិងការលះបង់ខ្ញុំជាក្មេងរសើបខណៈពេលដែលក្មេងប្រុសផ្សេងទៀតលេងកីឡា cricket នៅតាមផ្លូវខ្ញុំបានអង្គុយក្បែរបង្អួចមើលអ្នកធ្វើធម្មយាត្រាដើរកាត់ផ្ទះរបស់យើងឆ្ពោះទៅរកសត្វស្វាខ្ញុំឆ្ងល់អំពីពួកគេតើពួកគេមកពីណាតើពួកគេកំពុងស្វែងរកអ្វីតើពួកគេបានរកឃើញអ្វីដែលពួកគេកំពុងស្វែងរកនៅពេលពួកគេងូតទឹកនៅគង្គាទេសូម្បីតែខ្ញុំនៅក្មេងខ្ញុំមានសំណួរដែលរំខានខ្ញុំពេលខ្ញុំឃើញអ្នកសុំទាននៅមាត់ទ្វារព្រះវិហារខ្ញុំបានសួរឪពុកខ្ញុំថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានការរងទុក្ខគាត់បានពន្យល់ពីកម្មផលដល់ខ្ញុំពីរបៀបដែលយើងកំពុងចំណាយសម្រាប់អំពើបាបពីអតីតកាលប៉ុន្តែមានអ្វីមួយក្នុងចិត្តខ្ញុំមិនពេញចិត្តនឹងចម្លើយនោះនៅពេលដែលខ្ញុំឃើញមនុស្សឈឺមនុស្សស្លាប់មនុស្សយំដោយការឈឺចាប់ខ្ញុំឆ្ងល់ថាតើអ្វីដែលពួកគេត្រូវធ្វើក្នុងជីវិតមុនដើម្បីសំនឹងទទួលទណ្ឌកម្មបែបនេះពេលនោះខ្ញុំមានអាយុ11ឆ្នាំប្អូនស្រីខ្ញុំមីរ៉ាបានធ្លាក់ខ្លួនឈឺនាងមានអាយុត្រឹមតែ7ប៉ុណ្ណោះក្មេងស្រីតូចភ្លឺម្នាក់ដែលចូលចិត្តច្រៀងចម្រៀងថ្វាយបង្គំនាងមានគ្រុនក្តៅមិនដាច់ឪពុកម្ដាយរបស់ខ្ញុំបាននាំនាងទៅវេជ្ជបណ្ឌិតប៉ុន្តែថ្នាំមិនមានប្រសិទ្ធភាពពួកគេបាននាំនាងទៅបូជាចារ្យដែលធ្វើពិធីសូត្រមន្តនិងយ៉ាងណាពួកគេបានអធិស្ឋានដល់អាទិទេពទាំងអស់ដែលពួកគេស្គាល់ពួកគេបានដុំអាហារពួកគេបានស្បត់ពួកគេបានបរិច្ចាគប្រាក់ដល់វត្តអារាមខ្ញុំចាំមើលម្ដាយខ្ញុំយំនៅមុខរូបសំណាកនាគរាជ Durga សុំជីវិតបងស្រីខ្ញុំខ្ញុំចាំថាមុខឪពុកខ្ញុំកាន់តែប្រហោងដោយការព្រួយបារម្ភនិងអស់សង្ឃឹមហើយខ្ញុំចាំបានថាគេមិនលក់នៅពេលយប់អធិស្ឋានដល់ព្រះគ្រប់អង្គដែលខ្ញុំបានទទួលការបង្រៀនដោយសន្យាថាខ្ញុំនឹងល្អខ្ញុំនឹងខិតខំសិក្សាខ្ញុំនឹងបម្រើពួកគេដោយស្មោះត្រង់ប្រសិនបើពួកគេព្យាបាលប្អូនស្រីរបស់ខ្ញុំមីរ៉ាបានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារខណៈដែលកណ្ដឹងប្រាសាទកំពុងបន្លឺឡើងសម្រាប់សិល្បៈពេលព្រឹកខ្ញុំអង្គុយក្បែរនាងកាន់ដៃតូចរបស់នាងនាងបើកភ្នែកសម្លឹងមកខ្ញុំព្យាយាមញឹមបន្ទាប់មកនាងក៏ចេញទៅដូចនោះពន្លឺក៏ចេញពីភ្នែករបស់នាងហើយនាងក៏លែងនៅទីនោះដែរផ្ទះពោពេញទៅដោយការកាន់ទុក្ខសាច់ញាតិបានមកធ្វើពិធីសពប្អូនស្រីរបស់ខ្ញុំត្រូវបានរុំដោយក្រណាត់សាហាយយកទៅឆ្ងាយ
បូជីចាបាននិយាយថាប្រលឹងរបស់នាងបានបន្តទៅកំណើតបន្ទាប់ថានេះជាកម្មផលរបស់នាងដែលយើងមិនគួរសោកសៅព្រោះការស្លាប់គ្រាន់តែជាការបំភាន់ថាប្រលឹងគឺអស់កលឹបជានិច្ចប៉ុន្តែខ្ញុំសោកសៅខ្ញុំសោកស្ដាយយ៉ាងខ្លាំងហើយនៅក្នុងភាពសោកសៅរបស់ខ្ញុំសំណួរមួយបានកើតឡើងនៅក្នុងចិត្តរបស់ខ្ញុំដែលនឹងលងខ្ញុំអស់ជាច្រើនទសវត្សរ៍បើព្រះមានពិតហើយបើព្រះល្អហេតុអ្វីបានជាគេមិនឆ្លើយនឹងការអធិស្ឋានរបស់យើងតើព្រះប្រភេទណាដែលអនុញ្ញាតឲ្យក្មេងស្រីអាយុ7 ឆ្នាំស្លាប់ខណៈម្ដាយសុំទានខ្ញុំមិនបាននិយាយសំណួរទាំងនេះឬទេនៅក្នុងវប្បធម៌របស់យើងការសង្ស័យបែបនេះត្រូវបានគេមើលឃើញថាជាសញ្ញានៃជំនឿទន់ខ្សោយដូច្នេះខ្ញុំបានកប់ពួកគេឲ្យជ្រៅក្នុងខ្លួនហើយព្យាយាមធ្វើជាក្មេងប្រុសហិណ្ឌូដ៏ល្អម្នាក់ប៉ុន្តែសំណួរនៅតែលូតលាស់យឺតដូចគ្រាប់ក្នុងដីងងឹតខ្ញុំបានបន្តការសិក្សារបស់ខ្ញុំធ្វើបានល្អនៅសាលាឪពុករបស់ខ្ញុំចង់ឲ្យខ្ញុំក្លាយជាសង្ឃដូចគាត់ឬប្រហែលជាគ្រូបង្រៀនម្ដាយខ្ញុំចង់ឲ្យខ្ញុំរៀបការនឹងឲ្យចៅប៉ុន្តែនៅពេលដែលខ្ញុំធំឡើងភាពទេនៅក្នុងខ្លួនខ្ញុំក៏កើនឡើងផងដែរខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំកំពុងរស់នៅលើផ្ទៃនៃជីវិតឆ្លងកាត់ចលនាដែលមនុស្សគ្រប់គ្នានិយាយថាមានសារៈសំខាន់ប៉ុន្តែមានអារម្មណ៍ថាគ្មានសន្តិភាពឬគោលបំណងពិតប្រាកដនៅពេលខ្ញុំមានអាយុ19 ឆ្នាំខ្ញុំបានអមដំណើរគ្រួសាររបស់ខ្ញុំទៅកាន់រេស៊ីសម្រាប់ Kamala ដែលជាការជួបជុំដ៏អស្ចារ្យដែលកើតឡើងរៀងរាល់12 ឆ្នាំម្ដងអ្នកធ្វើធម្មយាត្រារាប់លានអ្នកបានមកងូតទឹកនៅទន្លេព្រិសុទ្ធដោយជឿថានៅថ្ងៃល្អទឹកអាចលាងជម្រះអំពើបាបនិងផ្ដល់ការរំដោះទីក្រុងនេះពោពេញដោយមនុស្សមានតង់នៅគ្រប់ទីកន្លែងមានឧបករណ៍បំពងសំឡេងដែលបន្លឺសំឡេងពីមន្តអាគមនិងបាយ៉ុងក្លិនភ្លើងធ្វើម្ហូបនិងផ្កាម៉ារ៉ាកូហើយនៅគ្រប់ទីកន្លែងដែលអ្នកបានមើលបរិសុទ្ធបរិសុទ្ធនៅក្នុងសម្លៀកបំពាក់ពណ៌ស្វាយល្ងាចមួយខ្ញុំបានដើរចេញពីគ្រួសាររបស់ខ្ញុំហើយបានប្រទះឃើញខ្លួនឯងនៅពោះពេលថ្ងៃលិចខ្ញុំឈ្មោះអាវិនខ្ញុំត្រូវបានគេស្គាល់ជាចាឈរនៅលើកាំជណ្ដើរដែលកាន់ចង្កៀងលង្ហិនដ៏ធំសម្បើមជាមួយនឹងអង្កាំជាច្រើនអណ្ដាតភ្លើងរាំតាមខ្យល់នាពេលរាត្រីនៅពេលដែលពួកគេចាប់ផ្ដើមបដូរចង្កៀងតាមលំនាំដែលស្របគ្នាដោយច្រៀងចម្រៀងបុរាណទៅកាន់ Mother Ganga នោះមានអ្វីមួយនៅខាងក្នុងខ្ញុំបានបែកធ្លាយខ្ញុំចាប់ផ្ដើមយំខ្ញុំមិនដឹងថាហេតុអ្វីច្បាស់ទេប្រហែលជាវាជាភាពស្រស់ស្អាតនៃពិធីនេះឬប្រហែលជាវាជាអារម្មណ៍រំជើបរំជួលនៃអារម្មណ៍ដែលខ្ញុំតូចអារម្មណ៍បាត់បង់តើខ្ញុំចង់ស្វែងរកអ្វីពិតប្រាកដនៅក្នុងរឿងទាំងអស់នេះខ្ញុំបានក្រឡេកមើលទៅទន្លេងឹតហើយលឿននិងអស់កលឹបជានិច្ចហើយខ្ញុំបានគិតអំពីមនុស្សរាប់លានអ្នកដែលបានមកទឹកទាំងនេះស្វែងរកការបន្សុទ្ធស្វែងរកការរំដោះស្វែងរកព្រះហើយខ្ញុំឆ្ងល់ថាតើពួកគេណាម្នាក់បានរកឃើញអ្វីដែលពួកគេកំពុងស្វែងរកពិតប្រាកដឬអត់យប់នោះខ្ញុំគេងមិនលក់ទេខ្ញុំដេកលើកន្ទេលក្នុងតង់របស់យើងស្ដាប់ឪពុកខ្ញុំស្រមុកហើយម្ដាយខ្ញុំដកដង្ហើមហើយខ្ញុំបានដឹងថាជីវិតរបស់ខ្ញុំជិតនឹងផ្លាស់ប្ដូរខ្ញុំដឹងថាខ្ញុំមិនអាចត្រឡប់ទៅជីវិតធម្មតាដែលបានគ្រោងទុកសម្រាប់ខ្ញុំនោះទេខ្ញុំត្រូវស្វែងរកចម្លើយខ្ញុំត្រូវតែដឹងថាតើព្រះមានពិតឬអត់ប្រសិនបើការរំដោះអាចធ្វើទៅបានប្រសិនបើមានអត្ថន័យណាមួយចំពោះទុក្ខលំបាកនិងការស្វែងរកនេះព្រឹកឡើងខ្ញុំឃើញព្រះសង្ឃមួយក្រុមដើរកាត់ត្រសារបស់យើងពួកគេជាយុវជនអាយុរបស់ខ្ញុំឬចាស់ជាងនេះបន្តិចមានកោសក់ជាអាវផាយធម្មតាគ្មានអ្វីក្រៅពីឆ្នាំងទឹកនិងដំបងមុខរបស់ពួកគេមានគុណភាពដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកអ្វីមួយដែលស្ងប់ស្ងាត់និងបែកគ្នាដូចជាប្រសិនបើពួកគេបានចាក់ចេញពីពិភពលោកទាំងមូលនៅពីក្រោយហើយបានរកឃើញអ្វីដែលប្រសើរជាងនេះខ្ញុំដើរតាមគេពីចម្ងាយមើលកន្លែងដែលគេទៅពួកគេបានដើរទៅកាន់អារាមតូចមួយនៅទីក្រុង Reshish ដែលជាបរិវេណដ៏សាមញ្ញមួយដែលមានអគារពីរបីនិងសួនច្បារមួយនៅពីលើខ្លោងទ្វារគឺជាសញ្ញាមួយដែលខ្ញុំនៅតែអាចមើលឃើញយ៉ាងច្បាស់នៅក្នុងចិត្តរបស់ខ្ញុំវានិយាយថាក៏ស្វែងរកខ្លួនឯងស្គាល់ការពិតមានសេរីភាពពាក្យទាំងនោះចូលចិត្តខ្ញុំដូចព្រួញ
ស្វែងរកខ្លួនឯងដឹងការពិតទំនេរនេះជាអ្វីដែលខ្ញុំចង់បាននេះជាអ្វីដែលខ្ញុំត្រូវការមិនមែនជាអាពាហ៍ពិពាហ៍មិនមែនជាការងារមិនមែនជាប្រាក់ឬឋានៈឬការយល់ព្រមពីគ្រួសារខ្ញុំត្រូវស្វែងរកខ្លួនឯងខ្ញុំត្រូវដឹងការពិតខ្ញុំត្រូវតែមានសេរីភាពខ្ញុំបានឈរនៅខាងក្រៅទ្វារនោះជាយូរមកហើយខ្ញុំបានដឹងថាប្រសិនបើខ្ញុំដើរកាត់វាអ្វីនឹងផ្លាស់ប្ដូរគ្រួសាររបស់ខ្ញុំនឹងត្រូវបំផ្លិចបំផ្លាញឪពុករបស់ខ្ញុំនឹងមានអារម្មណ៍ថាខ្ញុំបដិសេធអ្វីគ្រប់យ៉ាងដែលគាត់បានបង្រៀនខ្ញុំម្ដាយខ្ញុំយំហើយអង្វរខ្ញុំឲ្យពិចារណាឡើងវិញគ្រប់គ្នានឹងនិយាយថាខ្ញុំបោះចោលអនាគតរបស់ខ្ញុំប៉ុន្តែការជឿចាប់នៃការមិនស្វែងរកគឺធំជាងការភ័យខ្លាចនៃការស្វែងរកដូច្នេះខ្ញុំបានដើរតាមច្រកនោះខ្ញុំបានជួបព្រះប្រធាននៃអារាមគឺព្រះគ្រូស៊ើវណុនគាត់គឺជាបុរសចំណាស់ដែលមានពុកចង្កាពណ៌ស្វែងនិងភ្នែកដែលមើលទៅហាក់ដូចជាអ្នកនៅក្នុងព្រលឹងរបស់អ្នកខ្ញុំបានក្រាបនៅចំពោះមុខគាត់តាមប្រពៃណីហើយពេលខ្ញុំងើបមុខគាត់ញឹមយ៉ាងទន់ភ្លន់ខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់បោះបង់ពិភពលោកហើយស្វែងរកការរំដោះគាត់បានសួរខ្ញុំថាហេតុអ្វីខ្ញុំបានប្រាប់គាត់អំពីបងស្រីរបស់ខ្ញុំអំពីភាពទេដែលខ្ញុំមានអារម្មណ៍អំពីសំណួរដែលលងខ្ញុំគាត់ស្ដាប់ដោយមិនរំខានហើយងក់ក្បាលម្ដងកាលពេលខ្ញុំនិយាយចប់គាត់ក៏ស្ងាត់មួយសន្ទុះរួចគាត់ប្រាប់ខ្ញុំឲ្យទៅផ្ទះហើយគិតឲ្យបានច្បាស់គាត់បាននិយាយថាផ្លូវខាងវិញ្ញាណមិនមែនជាផ្លូវគេចចេញពីជីវិតទេប៉ុន្តែជាដំណើរឆ្ពោះទៅរកសេចក្តីពិតហើយដំណើរនោះពិបាកជាងអ្វីដែលខ្ញុំអាចស្រមៃទៅទៀតគាត់ថាបើខ្ញុំពិតជាចង់បួសមែនខ្ញុំគួរតែត្រឡប់មកវិញក្នុងរយៈពេល1 ខែហើយគាត់នឹងទទួលខ្ញុំធ្វើជាសិស្សរបស់គាត់នោះជាខែវែងបំផុតក្នុងជីវិតរបស់ខ្ញុំបានត្រឡប់ទៅ Harvard ជាមួយគ្រួសាររបស់ខ្ញុំបានព្យាយាមធ្វើធម្មតាប៉ុន្តែចិត្តរបស់ខ្ញុំនៅឆ្ងាយទីបំផុតខ្ញុំបានអង្គុយលេងជាមួយឪពុកម្ដាយខ្ញុំហើយប្រាប់ពួកគេពីអ្វីដែលខ្ញុំចង់ធ្វើម្ដាយរបស់ខ្ញុំយំដូចដែលខ្ញុំដឹងថាគាត់នឹងនាងកាន់ដៃខ្ញុំអង្វរគុំឲ្យទៅនាងបាននិយាយថាខ្ញុំជាកូនប្រុសតែមួយរបស់នាងឥឡូវនេះបន្ទាប់ពីការស្លាប់របស់មីហើយនាងក៏មិនអាចទ្រាំនឹងបាត់បង់ខ្ញុំដែរដំបូងឪពុកខ្ញុំខឹងគាត់ថាខ្ញុំជាមនុស្សអាត្មានិយមរត់ចេញពីទំនួលខុសត្រូវបំបែកកាត់ប្រកិច្ចចំពោះគ្រួសារប៉ុន្តែក្រោយពីកំហឹងរបស់គាត់បានស្ងប់គាត់ក៏ស្ងប់ស្ងាត់និងសោកសៅខ្ញុំបានព្យាយាមពន្យល់ពួកគេថានេះមិនមែនជាការបដិសេធទេខ្ញុំបានប្រាប់ពួកគេថាខ្ញុំគោរពអ្វីគ្រប់យ៉ាងដែលពួកគេបានបង្រៀនខ្ញុំប៉ុន្តែខ្ញុំត្រូវតែស្វែងរកផ្លូវផ្ទាល់ខ្លួនរបស់ខ្ញុំទៅកាន់ព្រះខ្ញុំត្រូវដឹងខ្លួនឯងថាតើការរំដោះអាចទៅរួចឬអត់ខ្ញុំបានសន្យាថាខ្ញុំនឹងមិនភ្លេចពួកគេថាខ្ញុំនឹងធ្វើជាកូនរបស់ពួកគេជានិរន្តរ៍ទោះបីជាបានពាក់អាវរបស់អ្នកដែលលះបង់នៅទីបញ្ចប់ពួកគេបានប្រទានពរដល់ខ្ញុំទោះបីជាវាត្រូវបានផ្ដល់ឲ្យតាមរយៈទឹកភ្នែកក៏ដោយឪពុកខ្ញុំបានធ្វើពិធីតូចមួយសម្រាប់ខ្ញុំដោយថ្វាយការអធិស្ឋានសម្រាប់ដំណើរផ្លូវវិញ្ញាណរបស់ខ្ញុំម្ដាយរបស់ខ្ញុំបានខ្ចប់កាបូបមួយជាមួយនឹងសម្លៀកបំពាក់ពីរបីហើយបានសន្យាថានឹងទៅលេងនៅពេលដែលខ្ញុំអាចធ្វើបានខ្ញុំបានចាក់ចេញនៅព្រឹកដ៏ត្រជាក់មួយក្នុងខែវិច្ឆិកាខ្ញុំបានពណ៌ជើងឪពុកម្ដាយខ្ញុំមួយលើកចុងក្រោយហើយបន្ទាប់មកខ្ញុំក៏ដើរចេញពីផ្ទះឆ្ពោះទៅស្ថានីយ៍ឡានក្រុងខ្ញុំមិនបានមើលក្រោយទេព្រោះខ្ញុំដឹងថាប្រសិនបើខ្ញុំធ្វើនោះខ្ញុំនឹងមិនអាចចាក់ចេញពេលខ្ញុំត្រឡប់មកដល់អារាមក្នុងក្រុងរិស័យវិញព្រះគ្រូវិជារបញ្ញោកំពុងរង់ចាំ Here's how SEMrush nearly tripled AI visibility in 1 month using its own tools. Just weeks after launching our AI visibility toolkit, we tested ChatGPT with a simple question about AI monitoring tools. The answer was brutal. ChatGPT mentioned every competitor, but not us. So we put our tools to the test. We started tracking our visibility across ChatGPT and all major AI platforms. The data showed us exactly where to focus. We audited our content, created new assets, and made sure we were mentioned where LLMs actually look, places like Reddit, Quora, and social media. And it worked. In just 1 month, our AI share of voice jumped from 13% to 32%. That is nearly 3 times more visibility, powered by our own tools. Now is your time.
Try SEMrush for free for 7 days and start taking control of your AI presence now.ខ្ញុំឈ្មោះ Avin ខ្ញុំត្រូវបានគេស្គាល់ថាជា Swami Ravindendanda អស់រយៈពេល33ឆ្នាំខ្ញុំបានរស់នៅជាព្រះសង្ឃហិណ្ឌូនៅក្នុងអាសាមនិងរូងភ្នំភាគខាងជើងនៃប្រទេសឥណ្ឌាថ្ងៃនេះខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទហើយខ្ញុំចង់ប្រាប់អ្នកពីរបៀបដែលវាបានកើតឡើងខ្ញុំកំពុងចែករំលែករឿងនេះមិនចង់ធ្វើបាបអ្នកណាម្នាក់ឬមិនគោរពជំនឿដែលខ្ញុំធ្លាប់កាន់ខ្ញុំកំពុងចែករំលែកវាព្រោះអ្វីដែលបានកើតឡើងចំពោះខ្ញុំគឺជាការពិតវាបានផ្លាស់ប្ដូរអ្វីទាំងអស់ហើយខ្ញុំជឿថាប្រសិនបើព្រះជាម្ចាស់បង្ហាញអង្គទ្រង់ដល់ខ្ញុំទ្រង់អាចបង្ហាញអង្គទ្រង់ដល់អ្នកណាម្នាក់ដែលស្វែងរកទ្រង់ពិតប្រាកដនេះជាទីបន្ទាល់របស់ខ្ញុំសួស្តីអ្នកទស្សនាជុំវិញពិភពលោកមុនពេលឲ្យវិនចែករំលែករឿងរបស់គាត់យើងចង់ដឹងថាអ្នកកំពុងមើលពីណាដូច្នេះយើងអាចអធិស្ឋានសម្រាប់អ្នកនិងទីក្រុងរបស់អ្នកសូមអរគុណហើយសូមព្រះប្រទានពរដល់អ្នកនៅពេលអ្នកស្ដាប់ទីបន្ទាល់ដ៏មានឥទ្ធិពលនេះគាត់បានសួរខ្ញុំជាលើកចុងក្រោយថាតើខ្ញុំប្រាកដឬអត់ខ្ញុំបាននិយាយថាបាទព្រះអង្គទទួលខ្ញុំជាសិស្សរបស់ព្រះអង្គហើយនៅទីបញ្ចប់ពួកគេបានប្រទានពរដល់ខ្ញុំទោះបីជាវាត្រូវបានផ្ដល់ឲ្យតាមរយៈទឹកភ្នែកក៏ដោយឪពុកខ្ញុំបានធ្វើពិធីតូចមួយសម្រាប់ខ្ញុំដោយថ្វាយការអធិស្ឋានសម្រាប់ដំណើរផ្លូវវិញ្ញាណរបស់ខ្ញុំម្ដាយរបស់ខ្ញុំបានខ្ចប់កាបូបមួយជាមួយនឹងសម្លៀកបំពាក់ពីរបីហើយបានសន្យាថានឹងទៅលេងនៅពេលដែលខ្ញុំអាចធ្វើបានខ្ញុំបានចាក់ចេញនៅព្រឹកដ៏ត្រជាក់មួយក្នុងខែវិច្ឆិកាខ្ញុំបានពណ៌ជើងឪពុកម្ដាយខ្ញុំមួយលើកចុងក្រោយហើយបន្ទាប់មកខ្ញុំក៏ដើរចេញពីផ្ទះឆ្ពោះទៅស្ថានីយ៍ឡានក្រុងខ្ញុំមិនបានមើលក្រោយទេព្រោះខ្ញុំដឹងថាប្រសិនបើខ្ញុំធ្វើនោះខ្ញុំនឹងមិនអាចចាក់ចេញពេលខ្ញុំត្រឡប់មកដល់អារាមក្នុងក្រុងរិស័យវិញព្រះគ្រូវិជារបញ្ញោកំពុងរង់ចាំគាត់បានសួរខ្ញុំជាលើកចុងក្រោយថាតើខ្ញុំប្រកាសឬអត់ខ្ញុំបាននិយាយថាបាទព្រះអង្គទទួលខ្ញុំជាសិស្សរបស់ព្រះអង្គហើយបានប្រទានព្រះនាមដល់ខ្ញុំថាអាវវិងដានដាដែលមានន័យថាផ្កាឈូកផ្កាឈូកដែលគាត់ពន្យល់នោះដុះក្នុងទឹកភក់ប៉ុន្តែឡើងពីលើវាឲ្យរីកស្អាតការដែលគាត់បាននិយាយគឺដើម្បីជាផ្លូវរបស់ខ្ញុំដើម្បីឡើងលើភក់នៃការជាប់ជំពាក់ខាងលោកីយ៍ហើយរីកចម្រើនក្នុងការសម្រេចចិត្តខាងវិញ្ញាណជីវិតថ្មីរបស់ខ្ញុំបានចាប់ផ្ដើមភ្លាមខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ព្រឹកនៅម៉ោង 4:00 ពេលដែលកណ្ដឹងបន្លឺឡើងកាត់តាមអារាមក្នុងទីងងឹតខ្ញុំនឹងដើរទៅគង្គាជាមួយនឹងព្រះសង្ឃដទៃទៀតដើម្បីងូតទឹកត្រជាក់ទឹកត្រជាក់នោះប្រៀបបាននឹងការទះកំភ្លៀងដែលដាស់មិនត្រឹមតែរូបកាយប៉ុណ្ណោះទេប៉ុន្តែជាព្រលឹងក្នុងរដូវរងាទឹកក៏បានបង្កើតឡើងនៅតាមគែមទន្លេហើយការឈានជើងចូលទៅក្នុងទឹកនោះទាមទារនៅរាល់កម្លាំងចិត្តដែលខ្ញុំមានប៉ុន្តែគេជឿថាវិន័យនេះបានបន្សុទ្ធចិត្តនិងពង្រឹងស្មារតីបន្ទាប់ពីងូតទឹករួចយើងនឹងអង្គុយធ្វើលំហាត់ដកដង្ហើម Pranayama ដែលត្រូវបានគេសន្មត់ថាដើម្បីគ្រប់គ្រងកម្លាំងជីវិតក្នុងខ្លួនយើងបន្ទាប់មកបានមកសមាធិបន្ទាប់ពីការអធិស្ឋានពេលល្ងាចទីសក្ការៈជាកន្លែងស្ងាត់ត្រឡប់ចូលទៅក្នុងការខ្លាចស្លាប់ខ្លាចបរាជ័យខ្លាចថាអ្វីទាំងអស់នេះគ្មានន័យខ្ញុំទទួលស្គាល់ថាពេលខ្លះខ្ញុំនៅតែខឹងនៅតែមានអារម្មណ៍មោទនភាពពេលគេសរសើរនៅតែឈឺចាប់ពេលគេរិះគន់ខ្ញុំនឹងទទួលស្គាល់ថាខ្ញុំពិតជាមិនបានយកឈ្នះលើអាត្មារបស់ខ្ញុំទេខ្ញុំទើបតែរៀនលាក់វាប្រសើរជាងហើយសំណួរដែលបានលងបន្លាចខ្ញុំតាំងពីការស្លាប់របស់ប្អូនស្រីខ្ញុំនៅតែគ្មានចម្លើយបើព្រះមានពិតហើយបើព្រះល្អហេតុអ្វីបានជាមានទុក្ខច្រើនម្ល៉េះហេតុអ្វីបានជាមនុស្សស្លូតត្រង់ស្លាប់ហេតុអ្វីបានជាការអធិស្ឋានគ្មានចម្លើយហេតុអ្វីបានជាបន្ទាប់ពីការស្វែងរកអស់រយៈពេលជាច្រើនឆ្នាំនេះខ្ញុំនៅតែមិនមានសន្តិភាពពិតប្រាកដមិនមែនគ្រាន់តែជាពេលនៃសន្តិភាពទេប៉ុន្តែជាសន្តិភាពដែលនៅស្ថិតស្ថេរសន្តិភាពដែលគ្មានអ្វីអាចរង្គោះរង្គើបានខ្ញុំមិនដែលនិយាយការសង្ស័យទាំងនេះឬទេតើខ្ញុំអាចដោយរបៀបណាខ្ញុំគឺ Swami Ravindendanda មនុស្សពឹងផ្អែកលើខ្ញុំសម្រាប់ការណែនាំប្រសិនបើខ្ញុំសារភាពពីភាពមិនច្បាស់លាស់របស់ខ្ញុំតើនឹងមានអ្វីកើតឡើងចំពោះជំនឿរបស់ពួកគេដូច្នេះខ្ញុំបានបន្តបង្រៀនបន្តសមាធិបន្តធ្វើពិធីសាសនានិងបន្តស្រាវជ្រាវលុះដល់អាយុ52ឆ្នាំខ្ញុំបានបួសជាង3ទសវត្សរ៍ហើយខ្ញុំអស់កម្លាំងពីបានឈានដល់ពេលនេះ
មើលទៅលើភ្នំនៅផ្ទៃមេឃដ៏ធំល្វឹងល្វើយនៃថ្មនិងមេឃហើយខ្ញុំមានអារម្មណ៍ថាតូចនិងត្រៀមខ្លួនជាស្រេចខ្ញុំបិទភ្នែកធ្វើសមាធិមួយលើកចុងក្រោយខ្ញុំបានចាប់ផ្ដើមសូត្រមន្ត Gayatri ដែលជាការអធិស្ឋានដ៏ពិសិដ្ឋបំផុតដែលខ្ញុំបានដឹងដោយសុំពន្លឺនិងប្រាជ្ញាប៉ុន្តែនៅកន្លែងណាមួយនៅចំកណ្ដាលនៃការច្រៀងសម្លេងរបស់ខ្ញុំបានឈប់ដង្ហើមរបស់ខ្ញុំឈប់ហើយអ្វីក៏ឈប់ខ្ញុំមានអារម្មណ៍ថាមានភាពត្រជាក់រាលដាលពេញរាងកាយរបស់ខ្ញុំដោយចាប់ផ្ដើមពីជើងខ្ញុំហើយរំកិលឡើងលើខ្ញុំបានព្យាយាមដកដង្ហើមប៉ុន្តែសួតរបស់ខ្ញុំមិនឆ្លើយតបទេខ្ញុំព្យាយាមបើកភ្នែកប៉ុន្តែគេមិនស្ដាប់បង្គាប់ភាពធ្ងន់ធ្ងរយ៉ាងខ្លាំងមកលើខ្ញុំហើយខ្ញុំបានដឹងដោយភាពស្ងប់ស្ងាត់ចម្លែកថាខ្ញុំកំពុងតែស្លាប់នេះខ្ញុំគិតនេះគឺជាមហាសង្ឃទេនេះគឺជាការរំដោះចុងក្រោយព្រលឹងខ្ញុំចាក់ចេញពីរូបកាយតថាគតនឹងចូលរួមជាមួយព្រាងការស្វែងរកទាំងឡាយរបស់ខ្ញុំនឹងចប់សពគ្រប់ខ្ញុំបានចុះចាញ់នឹងវាខ្ញុំបានចាក់ចេញហើយបន្ទាប់មកគ្មានអ្វីក្រៅពីភាពងឹតនិងភាពស្ងៀមស្ងាត់ហើយខ្ញុំមិនបានដឹងទៀតទេប៉ុន្តែនោះមិនមែនជាទីបញ្ចប់ទេនោះគ្រាន់តែជាការចាប់ផ្ដើមនៃអ្វីដែលខ្ញុំត្រូវប្រាប់អ្នកដោយសារតែអ្វីដែលបានកើតឡើងបន្ទាប់បានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលខ្ញុំគិតថាខ្ញុំបានដឹងអំពីព្រះអំពីសេចក្តីពិតអំពីការពិតអ្វីដែលបានកើតឡើងបន្ទាប់គឺហេតុអ្វីបានជាខ្ញុំកំពុងប្រាប់អ្នករឿងនេះរឿងដំបូងដែលខ្ញុំត្រូវការឲ្យអ្នកយល់នោះគឺថាអ្វីដែលបានកើតឡើងគឺពិតប្រាកដជាងអ្វីដែលខ្ញុំបានជួបប្រទះពេញមួយជីវិតរបស់ខ្ញុំវាមិនមែនជាសុបិនទេវាមិនមែនជាការយល់ច្រឡំដែលបណ្ដាលមកពីការដុំអាហារនោះទេវាមិនមែនជាការស្រមើស្រមៃឬការគិតចង់បានរបស់ខ្ញុំទេវាមានភាពរស់រវើករឹងមាំជាងការពិតជាងពិភពរូបវន្តដែលខ្ញុំបានរស់នៅអស់រយៈពេល52ឆ្នាំនៅពេលដែលមនុស្សមានបទពិសោធន៍ចិត្តស្លាប់ពួកគេតែងតែស៊ូស្វែងរកពាក្យដើម្បីពិពណ៌នាអំពីអ្វីដែលពួកគេបានឃើញឥឡូវនេះខ្ញុំយល់ហើយថាហេតុអ្វីបានជាភាសាមនុស្សមិនត្រូវបានរចនាឡើងដើម្បីចាប់យកអ្វីដែលហួសពីការស្លាប់ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីប្រាប់អ្នកពីអ្វីដែលខ្ញុំបានជួបប្រទះព្រោះអ្នកត្រូវដឹងបន្ទាប់ពីភាពងឹតនិងភាពត្រជាក់បន្ទាប់ពីដង្ហើមខ្ញុំឈប់ហើយចិត្តខ្ញុំក៏ឈប់មួយភ្លែតក៏គ្មានអ្វីដែរមិនមែនជាអ្វីនៃការគេងឬសន្លប់នោះទេគឺជាការដឹងអ្វីទាំងអស់ប្រសិនបើវាសមហេតុផលខ្ញុំនៅតែនៅទីនោះនៅតែដឹងខ្លួនប៉ុន្តែគ្មានការមើលឃើញគ្មានសម្លេងគ្មានអារម្មណ៍គ្រាន់តែជាការដឹងខ្លួនអន្តែតក្នុងភាពទេដ៏ធំបន្ទាប់មកខ្ញុំដឹងថាខ្ញុំនៅតែអាចគិតបានខ្ញុំនៅតែអាចជាប៉ុន្តែខ្ញុំគ្មានរាងកាយទេនេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទោះបីជាខ្ញុំបានចំណាយពេលជាច្រើនទៅវត្តបង្រៀនថាព្រលឹងគឺដាច់ដោយឡែកពីរាងកាយការដឹងអ្វីមួយដោយបញ្ញានិងការទទួលបានវាគឺជារឿងខុសគ្នាទាំងស្រុងខ្ញុំជាខ្ញុំអាវិនដានដាតែខ្ញុំគ្មានសាច់គ្មានឆ្អឹងគ្មានទម្ងន់គ្មានទម្រង់ហើយបន្ទាប់មកខ្ញុំអាចមើលឃើញម្ដងទៀតប៉ុន្តែមិនមែនដោយភ្នែកទេខ្ញុំកំពុងសម្លឹងមើលអ្វីមួយនៅខាងក្រោមខ្ញុំចំណាយពេលបន្តិចដើម្បីយល់ពីអ្វីដែលខ្ញុំកំពុងឃើញវាជារូងភ្នំវាជារូងភ្នំរបស់ខ្ញុំហើយនៅទីនោះដេកលើកម្រាលឥដ្ឋទោលនិងជញ្ជាំងថ្មគឺជាសាកសពរាងកាយស្ដើងនៅក្នុងអាវពណ៌ទឹកក្រូចរាងកាយមិនមានចលនាទេមុខស្លេកហើយនៅតែបិទភ្នែកមាត់បើកបន្តិចវាជារូបកាយរបស់ខ្ញុំកំពុងមើលសាកសពរបស់ខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនៅពេលនោះទេផ្ទុយទៅវិញខ្ញុំមានអារម្មណ៍ចង់ដឹងមួយប្រភេទដូច្នេះនេះជាសេចក្តីស្លាប់ខ្ញុំគិតនេះគឺជាអត្ថន័យនៃការចាក់ចេញពីរាងកាយខ្ញុំឆ្ងល់ថាតើត្រូវចំណាយពេលប៉ុន្មានដើម្បីឲ្យនរណាម្នាក់រកឃើញសាកសពរបស់ខ្ញុំឆ្ងល់ថាតើសិស្សរបស់ខ្ញុំនឹងធ្វើពិធីបុណ្យសពត្រឹមត្រូវឬអត់ខ្ញុំឆ្ងល់ថាតើគេសោកស្ដាយឬក៏គេធ្វើបុណ្យដែលខ្ញុំសម្រេចបានសាមេឌីបន្ទាប់មកខ្ញុំមានអារម្មណ៍ថាមានការទាញមិនមែនជាការទាញរាងកាយទេប៉ុន្តែមានអ្វីមួយដែលទាញខ្ញុំចេញពីរូងភ្នំឆ្ងាយពីសម្បុកកតេដែលខ្ញុំបានរស់នៅអស់រយៈពេល5សវត្សរ៍វាទន់ភ្លន់ប៉ុន្តែមិនអាចទប់ទល់បានដូចជាត្រូវបានដឹកដោយចរន្តនៅក្នុងទន្លេខ្ញុំមិនបានប្រឆាំងទេតើត្រូវទៅទីណាទៀត
ตาមានអ្វីទៀតដែលត្រូវធ្វើខ្ញុំចាប់ផ្ដើមឆ្លងកាត់ភាពងឹតឬប្រហែលជាខ្ញុំនៅស្ងៀមហើយភាពងឹតបានឆ្លងកាត់ខ្ញុំមិនអាចប្រាប់បានទេមិនដឹងទីដៅមិនឡើងឬចុះមិនជិតឬឆ្ងាយប៉ុន្តែខ្ញុំបានទៅកន្លែងណាមួយខ្ញុំអាចយល់បានខ្ញុំត្រូវបានគេទាញទៅរកអ្វីមួយទោះបីជាខ្ញុំមិនដឹងថាអ្វីក្នុងភាពងឹតខ្ញុំចាប់ផ្ដើមឬសំឡេងពីដំបូងបន្ទាប់មកច្បាស់ជាងកណ្ដឹងប្រាសាទដូចជាសំឡេងដែលខ្ញុំបានឬរាល់ព្រឹកកាលពីកុមារភាពរបស់ខ្ញុំសូត្រធម៌សូត្រមន្តសំឡេងម្ដាយខ្ញុំច្រៀងបិណ្ឌបាតបងប្អូនស្រីខ្ញុំសាយការណែនាំដ៏ទន់ភ្លន់របស់លោកគ្រូខ្ញុំក្នុងពេលធ្វើសមាធិសំឡេងទាំងអស់នៃជីវិតរបស់ខ្ញុំបន្លឺឡើងក្នុងចន្លោះទេបន្ទាប់មកខ្ញុំបានឃើញពន្លឺនៅខាងមុខមិនមែនជាពន្លឺដ៏អាក្រក់នៃព្រះអាទិត្យឬពន្លឺភ្លឹបភ្លែតនៃចង្កៀងនោះទេប៉ុន្តែជាពន្លឺប្រភេទផ្សេងគ្នាទន់និងកក់ក្ដៅនិងបរិសុទ្ធវាកាន់តែភ្លឺនៅពេលដែលខ្ញុំរើឆ្ពោះទៅរកវាឬនៅពេលវាផ្លាស់ទីមករកខ្ញុំភាពងឹតចាប់ផ្ដើមរសាត់ហើយខ្ញុំក៏ផុសឡើងមិនដឹងថាត្រូវហៅវាថាម៉េចកន្លែងដែលមិនមែនជាកន្លែងអាណាចក្រវិមាត្រអ្វីមួយដែលហួសពីពិភពរូបវន្តប៉ុន្តែការពិតជាងពិភពរូបវន្តពន្លឺមានគ្រប់ទីកន្លែងប៉ុន្តែមិនប៉ះពាល់ដល់ការសម្លឹងមើលទេវាមកពីគ្មានប្រភពតែមួយវាគ្រាន់តែជាហើយនៅក្នុងពន្លឺនោះខ្ញុំអាចមើលឃើញពណ៌ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកពណ៌ដែលមិនមាននៅក្នុងវិសាលគមផែនដីខ្ញុំអាចស្ដាប់តន្ត្រីប៉ុន្តែវាមិនបានមកពីឧបករណ៍ទេវាជាសំឡេងនៃអត្ថភាពដោយខ្លួនវាជាភាពសុខដុមដែលធ្វើឲ្យរាល់បទចម្រៀងដែលខ្ញុំធ្លាប់បានឮហាក់ដូចជាសំឡេងរំខានក្នុងការប្រៀបធៀបខ្ញុំបានក្រឡេកមើលជុំវិញហើយខ្ញុំឃើញថាខ្ញុំមានទម្រង់បែបបទម្ដងទៀតមិនមែនជារូបកាយចាស់របស់ខ្ញុំទេប៉ុន្តែដូចជាវាខ្ញុំមើលទៅក្រោមឃើញដៃជើងប៉ុន្តែគេធ្វើពីពន្លឺឬអ្វីមួយដូចពន្លឺខ្ញុំរឹងប៉ឹងប៉ុន្តែប្រែពណ៌ពីខ្លួនខ្ញុំប៉ុន្តែក៏ច្រើនជាងខ្លួនខ្ញុំដែរទេសភាពជុំវិញខ្ញុំបើអាចហៅបានថាទេសភាពស្អាតហួសពីការបរិយាយមានអ្វីដែលមើលទៅដូចជាភ្នំឬភ្នំប៉ុន្តែវាមិនមែនធ្វើពីថ្មទេពួកវាហាក់ដូចជាត្រូវបានបង្កើតឡើងពីពន្លឺគ្រីស្តាល់មានទន្លេប៉ុន្តែពួកវាហូរដោយអ្វីដែលបរិសុទ្ធជាងទឹកមានដើមឈើប៉ុន្តែស្លឹករបស់វាហាក់ដូចជាច្រៀងអ្វីគ្រប់យ៉ាងគឺនៅរស់តាមរបៀបដែលគ្មានអ្វីនៅលើផែនដីមានជីវិតអ្វីគ្រប់យ៉ាងគឺដឹងខ្លួនអ្វីគ្រប់យ៉ាងត្រូវបានភ្ជាប់ខ្ញុំបានឃើញអ្នកផ្សេងពីចម្ងាយមានពន្លឺដូចខ្ញុំដែរប៉ុន្តែខ្ញុំមិនអាចចូលទៅជិតពួកគេបានទេអ្វីមួយកំពុងធ្វើឲ្យខ្ញុំនៅដាច់ពីគ្នាដោយធ្វើឲ្យខ្ញុំស្ថិតនៅក្នុងចន្លោះពិសេសនេះពួកគេហាក់បីដូចជានៅជាក្រុមហើយពួកគេហាក់បីដូចជារីករាយប៉ុន្តែពួកគេនៅឆ្ងាយដូចជាពួកគេមាននៅលើកម្រិតមួយផ្សេងទៀតនៃអាណាចក្រនេះដែលខ្ញុំមិនទាន់អាចទៅដល់បានខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចទេប៉ុន្តែខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលខ្ញុំមានអារម្មណ៍ថាតូចខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំបានឈានចូលទៅក្នុងការពិតដែលគំនិតរបស់ខ្ញុំមិនអាចយល់បានពេញលេញដូចជាស្រមោចដែលកំពុងព្យាយាមយល់ពីវិមានមួយហើយខ្ញុំមានអារម្មណ៍ថាមានសំណួរមួយកើតឡើងក្នុងស្មារតីរបស់ខ្ញុំតើកន្លែងនេះជាអ្វីនេះជាព្រះតើនេះជាម៉ូកាតើខ្ញុំបានសម្រេចការរំដោះទេបន្ទាប់មកខ្ញុំបានដឹងថាមានវត្តមានមួយមកចិត្តខ្ញុំបានងាកហើយអ្វីដែលខ្ញុំបានឃើញបានធ្វើឲ្យគំនិតទាំងអស់ឈប់មានរូបមួយដើរមករកខ្ញុំមិនអន្តែទឹកទេតែដើរដោយជំហានដែលគ្មានសម្លេងប៉ុន្តែបានបន្តតាមគ្រប់យ៉ាងតួអង្គជាបុរសស្លៀកពាក់ពណ៌សុទ្ធហើយពណ៌មិនមែនគ្រាន់តែជាពណ៌ទេវាគឺជាភាពបរិសុទ្ធដោយខ្លួនវាផ្ទាល់ភាពបរិសុទ្ធពន្លឺហាក់ដូចជាមកពីគាត់ឬប្រហែលជាគាត់ជាពន្លឺខ្ញុំមិនអាចប្រាប់ថាតើភ្លើងបានបញ្ចប់នៅទីណាហើយគាត់បានចាប់ផ្ដើមពេលគាត់ចូលមកជិតខ្ញុំអាចឃើញមុខគាត់វាជាមុខដ៏ស្រស់ស្អាតនិងគួរឲ្យខ្លាចបំផុតដែលខ្ញុំធ្លាប់បានឃើញស្អាតព្រោះពេញទៅដោយក្តីស្រឡាញ់ក្តីមេត្តាដ៏ល្អឥតខ្ចោះបែបនេះចង់យំ
គួរឲ្យខ្លាចណាស់ព្រោះខ្ញុំមានអារម្មណ៍ថាមុខនេះអាចមើលឃើញអ្វីគ្រប់យ៉ាងអំពីខ្ញុំរាល់គំនិតដែលខ្ញុំធ្លាប់មានរាល់ទង្វើដែលខ្ញុំធ្លាប់ធ្វើរាល់អាថ៌កំបាំងដែលខ្ញុំធ្លាប់រក្សាទុកគ្មានអ្វីអាចលាក់បាំងពីភ្នែកទាំងនោះបានទេគាត់ឈប់នៅចម្ងាយខ្លីពីខ្ញុំហើយមើលមកខ្ញុំដោយទឹកមុខដែលខ្ញុំអាចពណ៌នាថាជាភាពទន់ភ្លន់គ្មានទីបញ្ចប់ហើយបន្ទាប់មកគាត់និយាយគាត់មិនបាននិយាយជាភាសាហិណ្ឌីឬសំស្ក្រឹតឬភាសាអង់គ្លេសទេគាត់មិននិយាយដោយសំឡេងតតែសោះប៉ុន្តែខ្ញុំបានឬគាត់ហើយខ្ញុំមិនយកគាត់ដោយត្រចៀកខ្ញុំទេប៉ុន្តែដោយសារតែខ្ញុំផ្ទាល់លោកថាឈ្មោះខ្ញុំឈ្មោះកំណើតរបស់ខ្ញុំឈ្មោះដែលឪពុកម្ដាយឲ្យខ្ញុំឈ្មោះដែលខ្ញុំបោះបង់ចោលកាលខ្ញុំបួសជាព្រះសង្ឃគាត់បាននិយាយថាអល់វ៉ៃសំឡេងនៃឈ្មោះរបស់ខ្ញុំនៅក្នុងសំឡេងរបស់គាត់បានបំបែកអ្វីមួយបើកនៅក្នុងខ្ញុំបានលុតជង្គង់ឬឆ្លងកាត់អ្វីក៏ដោយសម្រាប់ការលុតជង្គង់នៅក្នុងអាណាចក្រនោះខ្ញុំមិនដឹងថាគាត់ជានរណាទេប៉ុន្តែខ្ញុំដឹងថាគាត់បរិសុទ្ធខ្ញុំដឹងថាគាត់មានអំណាចខ្ញុំដឹងថាគាត់ល្អក្នុងរបៀបដែលគ្មានអ្វីសោះហើយគ្មាននរណាម្នាក់ដែលខ្ញុំធ្លាប់ជួបនោះល្អទេខ្ញុំព្យាយាមនិយាយប៉ុន្តែគ្មានពាក្យអ្វីមកទេខ្ញុំចង់សួរថាគាត់ជានរណាខ្ញុំនៅទីណាមានអ្វីកើតឡើងប៉ុន្តែខ្ញុំអាចលុតជង្គង់ញាប់ញ័រនៅចំពោះវត្តមាននៃសេចក្តីស្រឡាញ់ដ៏លើសលប់នេះបន្ទាប់មកគាត់បាននិយាយម្ដងទៀតហើយអ្វីដែលគាត់និយាយបានផ្លាស់ប្ដូរភាពអស់កល្បរបស់ខ្ញុំគាត់បាននិយាយថាពួកខ្ញុំជាព្រះយេស៊ូវខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិតខ្ញុំត្រូវឈប់នៅទីនេះហើយប្រាប់អ្នកពីអ្វីដែលបានឆ្លងកាត់ខ្ញុំពេលដែលខ្ញុំយល់ឈ្មោះនោះព្រះយេស៊ូវខ្ញុំស្គាល់ឈ្មោះនោះជាការពិតណាស់ខ្ញុំដឹងថាគាត់គឺជាឥស្សរជនសំខាន់នៃសាសនាគ្រិស្តខ្ញុំបានដឹងថាគ្រីស្ទបរិស័ទជឿថាគាត់គឺជាព្រះដែលកើតមកថាគាត់បានស្លាប់ហើយរស់ឡើងវិញប៉ុន្តែចំពោះខ្ញុំគាត់តែងតែជាព្រះបរទេសជាព្រះបស្ចិមប្រទេសជាអ្នកកាន់សាសនាផ្សេងវប្បធម៌ផ្សេងពិភពលោកផ្សេងខ្ញុំបានគោរពគាត់ដូចជាអាចគោរពគ្រូសាសនាដ៏អស្ចារ្យណាម្នាក់ប៉ុន្តែខ្ញុំមិនដែលគិតថាគាត់មានទំនាក់ទំនងជាមួយខ្ញុំជាមួយឥណ្ឌាជាមួយសាសនាហិណ្ឌូជាមួយនឹងការស្វែងរកមោក្ខរបស់ខ្ញុំហើយឥឡូវនេះនៅទីនេះគាត់បានឈរនៅចំពោះមុខខ្ញុំនៅក្នុងអាណាចក្រហួសពីសេចក្តីស្លាប់អះអាងថាជាផ្លូវសេចក្តីពិតនិងជាជីវិតរឿងដែលខ្ញុំបានស្វែងរកពេញវ័យរបស់ខ្ញុំភាពច្របូកច្របល់បានហូរកាត់ខ្ញុំនេះមិនអាចត្រូវទេតើអាទិទេពដែលខ្ញុំបានថ្វាយបង្គំនៅឯណាតើព្រះសិវៈព្រះវិស្ណុព្រហ្មនៅឯណាតើព្រះនិងទេវៈដែលខ្ញុំបានថ្វាយបង្គំរាប់ទសវត្សរ៍មកហើយនៅឯណាហេតុអ្វីបានជាព្រះយេស៊ូវនៅទីនេះហេតុអ្វីបានជាគាត់និយាយមកខ្ញុំបានរកឃើញសម្លេងរបស់ខ្ញុំដូចម្ដេចដែលខ្ញុំបាននិយាយឬគិតឬទំនាក់ទំនងតាមរបៀបណាក៏ដោយដែលមនុស្សតាក់ទងគ្នានៅកន្លែងនោះខ្ញុំបាននិយាយថាខ្ញុំបានថ្វាយបង្គំព្រះដទៃខ្ញុំបានសញ្ជឹងគិតអំពីភាពដាច់ខាតខ្ញុំបានស្វែងរកព្រះដែលជាវិញ្ញាណរបស់ទេវៈខ្ញុំបានព្យាយាមដឹងពីការរួបរวมរបស់ខ្ញុំជាមួយនឹងខ្លួនឯងដ៏អស់កល្បព្រះយេស៊ូវបានមើលមកខ្ញុំដោយភ្នែកទាំងនោះដែលគ្មានការវិនិច្ឆ័យឡើយគឺមានតែសេចក្តីស្រឡាញ់ហើយគាត់បាននិយាយអ្វីមួយដែលខ្ញុំនឹងមិនភ្លេចត្រាប់ណាខ្ញុំមានគាត់មានប្រសាសន៍ថាអ្នកបានស្វែងរកខ្ញុំជាច្រើនឈ្មោះប៉ុន្តែខ្ញុំជាអ្នកដែលអ្នកបានស្វែងរកខ្ញុំមិនមែនបរទេសសម្រាប់អ្នកទេខ្ញុំមិនមែនជាសត្រូវនៃការចង់បានរបស់អ្នកទេខ្ញុំជាអ្នកសម្រេចរាល់ការអធិស្ឋានដែលអ្នករាល់គ្នាបានអធិស្ឋានខ្ញុំមិនយល់ទេខ្ញុំបានប្រាប់គាត់ដោយការគោរពដោយយកចិត្តទុកដាក់ពីព្រោះសំបីតែនៅក្នុងភាពច្របូកច្របល់របស់ខ្ញុំអាចមានអារម្មណ៍ថាមានភាពបរិសុទ្ធដែលសាយភាយចេញពីគាត់ខ្ញុំបានប្រាប់គាត់ថាខ្ញុំបានអធិស្ឋានដល់ព្រះហិណ្ឌូដែលខ្ញុំបានធ្វើតាមគម្ពីរហិណ្ឌូដែលខ្ញុំមិនដែលហៅឈ្មោះគាត់ទេពេលនោះគាត់ញញឹមហើយស្នាមញញឹមនោះដូចជាព្រះអាទិត្យទម្លុះពពកគាត់បាននិយាយថារាល់ការអធិស្ឋានដោយស្មោះរាល់ការស្វែងរកការពិតរាល់ការអង្វរដ៏ស្មោះត្រង់ចំពោះព្រះត្រូវបានស្ដាប់ដោយគាត់គាត់បាននិយាយថាគាត់មិនគ្រាន់តែជាព្រះរបស់ពួកគ្រីស្ទានប៉ុណ្ណោះទេប៉ុន្តែជាព្រះនៃការបង្កើតទាំងអស់លោកថាលោកស្រឡាញ់ប្រទេសឥណ្ឌាដូចប្រទេសណាក៏ដោយថាគាត់ស្រឡាញ់ហិណ្ឌូដូចមនុស្សណាក៏ដោយ
ថាគាត់បានមើលពេញមួយជីវិតរបស់ខ្ញុំរាល់ពេលនៃការស្វែងរករាល់សមាធិរាល់ទឹកភ្នែករាល់សំណួរបន្ទាប់មកគាត់ចាប់ផ្ដើមបង្ហាញរឿងដល់ខ្ញុំមិនដឹងត្រូវពន្យល់យ៉ាងណាទេក្រៅពីនិយាយថាជីវិតខ្ញុំបានលេចមុខខ្ញុំប៉ុន្តែមិនដូចការមើលកុនទេខ្ញុំបានឃើញវាតាមទស្សនៈរបស់គាត់ខ្ញុំបានឃើញខ្លួនខ្ញុំនៅក្មេងអធិស្ឋាននៅព្រះវិហារហើយខ្ញុំបានឃើញគាត់នៅទីនោះកំពុងស្ដាប់ខ្ញុំឃើញខ្លួនឯងយំពេញខ្លួនរបស់ប្អូនស្រីហើយខ្ញុំបានឃើញគាត់យំជាមួយខ្ញុំឃើញខ្លួនឯងធ្វើសច្ចាជាព្រះសង្ឃហើយខ្ញុំបានឃើញគាត់គោរពពីភាពស្មោះត្រង់របស់ខ្ញុំទោះបីជាខ្ញុំមិនស្គាល់ឈ្មោះគាត់ឃើញខ្លួនឯងធ្វើសច្ចាជាព្រះសង្ឃហើយខ្ញុំបានឃើញគាត់គោរពពីភាពស្មោះត្រង់របស់ខ្ញុំទោះបីជាខ្ញុំមិនស្គាល់ឈ្មោះគាត់ខ្ញុំបានឃើញរាល់ពេលដែលខ្ញុំអង្គុយសមាធិស្វែងរកការពិតហើយខ្ញុំបានឃើញគាត់ខិតមកជិតខ្ញុំរងចាំថ្ងៃដែលខ្ញុំនឹងស្គាល់គាត់ប៉ុន្តែខ្ញុំក៏បានឃើញរឿងផ្សេងទៀតដែរខ្ញុំបានឃើញគ្រានៃមោទនភាពពេលខ្ញុំបានទទួលការសរសើរខ្ញុំបានឃើញគ្រានៃការខឹងសម្បារពេលដែលខ្ញុំត្រូវបានគេរិះគន់ខ្ញុំបានឃើញគ្រាដែលខ្ញុំបានវិនិច្ឆ័យអ្នកដទៃថាមិនបានជឿនលឿនខាងវិញ្ញាណដូចដែលខ្ញុំគិតនោះទេខ្ញុំបានឃើញពីរបៀបដែលខ្ញុំបានប្រើខាងវិញ្ញាណពេលខ្លះដើម្បីមានអារម្មណ៍ល្អប្រសើរទទួលបានការគោរពកសាងកេរ្តិ៍ឈ្មោះរបស់ខ្ញុំបានឃើញភាពរឹងប៉ឹងនៅក្នុងចិត្តចំពោះមនុស្សដែលធ្វើបាបខ្ញុំបានឃើញការអត់ទោសដែលខ្ញុំបានកាន់ក្នុងពេលបង្រៀនអ្នកដទៃអំពីការផ្ដាច់ខ្លួនឃើញចិត្តហើយចិត្តមិនបរិសុទ្ធទោះបីខ្ញុំខំប្រឹងយ៉ាងណាក៏ដោយទោះបីខ្ញុំព្រានប្រដៅយ៉ាងណាក៏ដោយទោះបីខ្ញុំខំប្រឹងអស់ជាច្រើនឆ្នាំក៏ដោយក៏ចិត្តរបស់ខ្ញុំនៅតែមានភាពអាត្មានិយមអំនួតកំហឹងនិងការភ័យខ្លាចខ្ញុំខ្មាស់អៀនខ្ញុំបានបង្រៀនអ្នកដទៃថាតាមរយៈការប្រឹងប្រែងខ្លួនឯងនិងការដឹងខ្លួនឯងយើងអាចបន្សុទ្ធខ្លួនយើងនឹងសម្រេចបានការរំដោះប៉ុន្តែឥឡូវនេះខ្ញុំបានឃើញយ៉ាងច្បាស់ថាខ្ញុំមិនបានសម្អាតខ្លួនឯងតតែសោះខ្ញុំបានបិទបាំងតែភាពមិនស្អាតរបស់ខ្ញុំជាមួយនឹងការអនុវត្តខាងវិញ្ញាណដូចជាការស្លៀកពាក់ស្អាតនៅលើរាងកាយដែលមិនទាន់លាងខ្ញុំក្រាបនៅចំពោះព្រះយេស៊ូវខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានរលាយក្នុងភាពអៀនខ្មាស់និងទុក្ខព្រួយខ្ញុំបានខ្ជះខ្ជាយជីវិតរបស់ខ្ញុំបានស្វែងរករឿងខុសក្នុងផ្លូវខុសខ្ញុំបានបង្រៀនអ្នកដទៃនៅផ្លូវដែលមិនដំណើរការខ្ញុំធ្លាប់ជាមគ្គុទ្ទេសក៍ពិការភ្នែកដឹកនាំមនុស្សខ្វាក់ផ្សេងទៀតប៉ុន្តែបន្ទាប់មកខ្ញុំមានអារម្មណ៍ថាដៃរបស់គាត់នៅលើក្បាលរបស់ខ្ញុំវាជាការប៉ះដ៏ទន់ភ្លន់បំផុតដែលអាចស្រមៃបានពោពេញទៅដោយផាសុកភាពនិងកម្លាំងគាត់ងើបមុខខ្ញុំដើម្បីឲ្យខ្ញុំមើលគាត់ហើយគាត់បាននិយាយថានេះជាមូលហេតុដែលខ្ញុំមកគ្មានសមាធិគ្មានចំនួនដំគ្មានពិធីឬវិន័យណាអាចសម្អាតចិត្តមនុស្សបានមានតែស្នេហារបស់ខ្ញុំទេដែលអាចធ្វើបានមានតែការលះបង់របស់ខ្ញុំប៉ុណ្ណោះខ្ញុំបានសួរគាត់ថាតើការបូជាអ្វីតើគាត់កំពុងនិយាយអំពីអ្វីគាត់បានលើកដៃរបស់គាត់មករកខ្ញុំហើយជាលើកដំបូងដែលខ្ញុំបានឃើញយ៉ាងច្បាស់នៅអ្វីដែលខ្ញុំមិនបានកត់សម្គាល់ពីមុនមកមានស្លាកស្នាមនៅលើដៃរបួសពួកគេមើលទៅចាស់ប៉ុន្តែមើលទៅស្រស់ដូចពួកគេកំពុងជាសេះស្បើយឥតឈប់ឈរនិងត្រូវបានបន្តជាថ្មីគាត់បានប្រាប់ខ្ញុំឲ្យមើលជើងរបស់គាត់មានស្លាកស្នាមនៅទីនោះផងដែរហើយពេលគាត់ងាកបន្តិចខ្ញុំឃើញថាមានស្នាមនៅខាងគាត់ផងដែរគាត់បាននិយាយថាទាំងនេះគឺជារបួសពីការឆ្កាងរបស់គាត់តាំងពីពេលដែលគាត់បានស្លាប់នៅលើឈើឆ្កាងកាលពី2000ឆ្នាំមុនគាត់បាននិយាយថាគាត់បានយកអំពើបាបនៃពិភពលោកទាំងមូលមកលើខ្លួនគាត់រួមទាំងខ្ញុំផងដែរដើម្បីឲ្យអ្នកណាម្នាក់ដែលជឿលើគាត់អាចត្រូវបានលើកលែងទោសអាចត្រូវបានគេធ្វើឲ្យស្អាតអាចផ្សះផ្សាជាមួយព្រះមិនមែនតាមរយៈការខិតខំរបស់ពួកគេទេតែតាមរយៈព្រះគុណរបស់គាត់ខ្ញុំបានតស៊ូដើម្បីយល់ពីរឿងនេះវាប្រឆាំងនឹងអ្វីទាំងអស់ដែលខ្ញុំត្រូវបានបង្រៀននៅក្នុងសាសនាហិណ្ឌូអ្នកចំណាយសម្រាប់កម្មផលផ្ទាល់ខ្លួនរបស់អ្នកធ្វើបាបខ្លួនឯងអស់មួយជីវិតរាប់មិនអស់គ្មានអ្នកណាអាចយកបន្ទុកពីអ្នកបានទេអ្នកត្រូវតែសម្រេចបាននៅការរំដោះខ្លួនដោយការខិតខំរបស់អ្នកផ្ទាល់
ប៉ុន្តែព្រះយេស៊ូវបានប្រាប់ខ្ញុំនៅអ្វីដែលខុសប្លែកពីគេគាត់កំពុងប្រាប់ខ្ញុំថាការរំដោះការសង្គ្រោះគឺជាអំណោយមួយគាត់កំពុងប្រាប់ខ្ញុំថាព្រះជាម្ចាស់ផ្ទាល់បានយាងមកផែនដីក្នុងនាមជាមនុស្សរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះបានស្លាប់ដោយសេចក្តីស្លាប់ដ៏មិនគួរសមហើយបានរស់ពីសុគតឡើងវិញដើម្បីឲ្យមនុស្សមិនល្អឥតខ្ចោះដូចជាខ្ញុំអាចត្រូវបានគេលើកលែងទោសនិងនាំចូលទៅក្នុងជីវិតអស់កលឹបជាមួយព្រះវាហាក់ដូចជាល្អពេកដែលជាការពិតសាមញ្ញពេកដូចជាព្រះគុណនិងមិនគ្រប់គ្រាន់ដូចជាយុត្តិធម៌ប៉ុន្តែនៅពេលខ្ញុំលុតជង្គង់នៅចំពោះមុខគាត់សម្លឹងមើលស្លាកស្នាមទាំងនោះនៅលើដៃរបស់គាត់ខ្ញុំបានយល់អ្វីមួយយ៉ាងជ្រាលជ្រៅនេះជាការជួបគ្នាដោយយុត្តិធម៌និងមេត្តាករុណាយុទ្ធព្រោះអំពើបាបភាពអាត្មានិយមនិងអំនួតនិងការស្អប់និងអំពើហិង្សាក្នុងលោកត្រូវតែទទួលទោសសេចក្តីមេត្តាករុណាដោយសារព្រះបានទទួលទោសនោះមកលើខ្លួនគាត់ជាជាងទុកឲ្យយើងទ្រាំទ្រខ្ញុំបានសួរគាត់ថាហេតុអ្វីបានជាគាត់ធ្វើរឿងបែបនេះហេតុអ្វីព្រះនឹងរងទុក្ខជំនួសយើងគាត់និយាយពាក្យមួយថាស្រឡាញ់ហើយក្នុងពេលនោះខ្ញុំបានជួបប្រទះនឹងសេចក្តីស្រឡាញ់ក្នុងរបៀបដែលខ្ញុំមិនធ្លាប់បានជួបពីមុនមកមិនមែនជាអារម្មណ៍ឬអារម្មណ៍ទេប៉ុន្តែជាកម្លាំងដោយការពិតជាមូលដ្ឋានគ្រឹះនៃអត្ថភាពខ្ញុំមានអារម្មណ៍ថាស្រឡាញ់ព្រះយេស៊ូវនេះនៅក្នុងវិធីមួយដែលធ្វើឲ្យសេចក្តីស្រឡាញ់ផ្សេងទៀតដែលខ្ញុំធ្លាប់ស្គាល់ហាក់ដូចជាស្រមោលស្លេកខ្ញុំមានអារម្មណ៍ថាស្គាល់ទាំងស្រុងនិងស្រឡាញ់ទាំងស្រុងក្នុងពេលតែមួយខ្ញុំមានអារម្មណ៍ថាទោះបីខ្ញុំជាមនុស្សតែម្នាក់ក្នុងលោកក៏ដោយគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ខ្ញុំយំខ្ញុំមិនដឹងថាខ្ញុំយំយូរប៉ុណ្ណាទេពេលវេលាហាក់ដូចជាគ្មានន័យនៅក្នុងកន្លែងនោះទេខ្ញុំយំអស់ជាច្រើនឆ្នាំដែលខ្ញុំបានចំណាយពេលស្វែងរកក្នុងទិសដៅខុសខ្ញុំយំចំពោះមោទនភាពដែលបានរារាំងខ្ញុំមិនឲ្យឃើញការពិតខ្ញុំបានយំសម្រាប់ការធូរស្បើយទីបំផុតបានរកឃើញនៅអ្វីដែលប្រលឹងរបស់ខ្ញុំបានស្រែកយំអស់មួយជីវិតមិនមែនជាទស្សនវិជ្ជាមិនមែនជាបច្ចេកទេសមិនមែនជាស្ថានភាពនៃមនសិការតែជាបុគ្គលព្រះដែលជាបុគ្គលដែលស្គាល់ខ្ញុំស្រឡាញ់ខ្ញុំដែលបានដេញតាមខ្ញុំទោះបីជាខ្ញុំមិនស្គាល់ព្រះនាមទ្រង់ក៏ដោយនៅពេលដែលខ្ញុំអាចនិយាយម្ដងទៀតខ្ញុំមានសំណួរជាច្រើនដែលពួកគេបានបង្ហូរចេញពីខ្ញុំដូចជាទឹកចេញពីទំនប់ដែលបាក់ខ្ញុំបានសួរគាត់អំពីប្រជាជនរបស់ខ្ញុំអំពីប្រទេសឥណ្ឌាអំពីសាសនាហិណ្ឌូខ្ញុំបានសួរគាត់ថាតើអ្វីគ្រប់យ៉ាងដែលខ្ញុំបានបង្រៀនគឺខុសខ្ញុំបានសួរគាត់អំពីហិណ្ឌូរាប់លានអ្នកដែលគោរពបូជាព្រះដទៃដោយស្មោះខ្ញុំបានសួរគាត់ថាហេតុអ្វីបានជាគាត់ជាការពិតគាត់បានអនុញ្ញាតឲ្យខ្ញុំចំណាយពេលជាច្រើនឆ្នាំទៅតាមផ្លូវផ្សេងគាត់អត់ធ្មត់គ្រប់សំណួរគាត់មិនដែលហាក់ដូចជារំខានឬប្រញាប់ប្រញាល់ឡើយគាត់ឆ្លើយមិនតែងតែដោយពាក្យទេប៉ុន្តែពេលខ្លះដោយការយល់ដឹងដែលចូលមកក្នុងគំនិតខ្ញុំផ្ទាល់ចំណេះដឹងដែលឆ្លងកាត់ភាសាទាំងស្រុងគាត់បានប្រាប់ខ្ញុំថាគាត់មិនបានមកដើម្បីបំផ្លាញការស្វែងរកដោយស្មោះនៅក្នុងសាសនាណាមួយនោះទេប៉ុន្តែដើម្បីបំពេញវាគាត់បាននិយាយថានៅពេលដែលពួកហិណ្ឌូស្វែងរកការពិតសន្តិភាពសេចក្តីស្រឡាញ់និងការរំដោះពួកគេកំពុងស្វែងរកគាត់ទោះបីជាពួកគេមិនស្គាល់ឈ្មោះរបស់គាត់ក៏ដោយគាត់បាននិយាយថាការស្រេកឃ្លានចំពោះព្រះដែលនៅក្នុងចិត្តមនុស្សគ្រប់រូបត្រូវបានដាក់នៅទីនោះដោយគាត់ហើយមានតែគាត់ទេដែលអាចបំពេញវាបានគាត់បានប្រាប់ខ្ញុំថារឿងជាច្រើនដែលខ្ញុំបានរៀនមិនខុសទាំងស្រុងទេតែមិនពេញលេញការយល់ដឹងថាមានការពិតមួយនៅពីក្រោយអ្វីទាំងអស់នោះជាការពិតការទទួលស្គាល់ថាពិភពលោកនេះគឺបណ្ដោះអាសន្នហើយថាមានអាណាចក្រដ៏អស់កលឹបជានិច្ចនោះជាការពិតការដឹងថាមនុស្សមានច្រើនជាងតែរូបកាយនោះគឺជាការពិតប៉ុន្តែគំនិតដែលថាយើងអាចទៅដល់ព្រះតាមរយៈការខិតខំរបស់យើងផ្ទាល់ថាយើងអាចសម្អាតខ្លួនយើងតាមរយៈការព្រានប្រដៅរបស់យើងថាយើងអាចទទួលបាននូវការរំដោះខ្លួនតាមរយៈបុណ្យរបស់យើងនោះគឺជាការមិនពិតលោកបានមានប្រសាសន៍ថាសេចក្តីសង្គ្រោះមិនមែនជាអ្វីដែលយើងសម្រេចបានទេប៉ុន្តែជាអ្វីដែលយើងទទួលមិនមែនជារបស់ដែលយើងរកបាននោះទេប៉ុន្តែជាអ្វីមួយដែលយើងទទួលយកជាអំណោយ
ហើយតម្រូវការតែមួយគត់គឺជំនឿជឿលើគាត់ជឿថាគាត់ជាអ្វីដែលគាត់និយាយថាគាត់ជាទទួលយកអ្វីដែលគាត់បានធ្វើជំនួសយើងខ្ញុំបានសួរគាត់អំពីកម្មផលអំពីការចាប់បដិសន្ធឡើងវិញអំពីគោលិតទាំងអស់ដែលខ្ញុំបានបង្រៀនអស់ជាច្រើនឆ្នាំគាត់បានបង្ហាញខ្ញុំថាកម្មផលច្បាប់កាត់ដេរនិងច្រូតមានពិតប៉ុន្តែវាមិនមែនជាពាក្យចុងក្រោយទេបាទសកម្មភាពរបស់យើងមានផលវិបាកត្រូវហើយអំពើបាបនាំមកនៅសេចក្តីស្លាប់ប៉ុន្តែការបូជារបស់គាត់បានរំខានដល់វដ្តនៃកម្មផលព្រះគុណរបស់ទ្រង់បានបំបែកខ្សែសង្វាក់នៃហេតុនិងផលតាមរយៈគាត់យើងមិនទទួលបានអ្វីដែលយើងសមនឹងទទួលបាននោះទេយើងទទួលបានអ្វីដែលគាត់សមនឹងទទួលដែលជាជីវិតអស់កលឹបជានិច្ចក្នុងទំនាក់ទំនងដ៏ល្អឥតខ្ចោះជាមួយនឹងព្រះចំពោះការចាប់បដិសន្ធឡើងវិញគាត់បានបង្ហាញខ្ញុំថានេះមិនមែនជារបៀបដែលអ្វីពិតជាដំណើរការនោះទេមនុស្សរស់ម្ដងស្លាប់ម្ដងរួចប្រឈមមុខនឹងការវិនិច្ឆ័យប៉ុន្តែការវិនិច្ឆ័យមិនមែនគិតពីការថ្លឹងថ្លែងពីអំពើល្អប្រឆាំងនឹងអំពើអាក្រក់ហើយចាត់ឲ្យអ្នកការថ្មីនោះទេការវិនិច្ឆ័យគឺអំពីសំណួរមួយតើអ្នកបានធ្វើអ្វីជាមួយព្រះយេស៊ូវតើអ្នកទទួលយកគាត់ឬបដិសេធគាត់តើអ្នកជឿឬបដិសេធមិនជឿខ្ញុំបានសួរគាត់ថាតើមានអ្វីកើតឡើងចំពោះអ្នកដែលមិនដែលឮឈ្មោះគាត់មិនដែលមានឱកាសជឿគាត់គាត់ប្រាប់ខ្ញុំថាគាត់យុត្តិធម៌និងមេត្តាហើយថាគាត់វិនិច្ឆ័យបេះដូងលោកបានមានប្រសាសន៍ថាអ្នកណាដែលស្វែងរកព្រះដោយអស់ពីចិត្តអ្នកនោះនឹងរកឃើញដោយសារលោកបង្ហាញខ្លួនលោកដល់អស់អ្នកដែលស្វែងរកដោយស្មោះប៉ុន្តែគាត់ក៏បាននិយាយផងដែរថាគាត់គឺជាផ្លូវតែមួយគត់ទៅកាន់ឪពុកដែលជាទ្វារតែមួយគត់សម្រាប់សេចក្តីសង្គ្រោះដែលជាឈ្មោះតែមួយគត់នៅក្រោមស្ថានសួគ៌ដែលមនុស្សអាចបានសង្គ្រោះនេះជាការពិបាកសម្រាប់ខ្ញុំបានគិតអំពីឪពុកម្ដាយរបស់ខ្ញុំគ្រូរបស់ខ្ញុំដែលជាអ្នកគោរពសាសនាហិណ្ឌូរាប់លានអ្នកដែលខ្ញុំបានស្គាល់តើពួកគេទាំងអស់គ្នាបានបាត់បង់ឬតើការលះបង់របស់ពួកគេគ្មានតម្លៃទេព្រះយេស៊ូវហាក់ដូចជាយល់ពីការជឿចាប់របស់ខ្ញុំគាត់រំលឹកខ្ញុំថាគាត់ជាចៅក្រមមិនមែនខ្ញុំទេគាត់បាននិយាយថាខ្ញុំគួរទុកចិត្តយុត្តិធម៌និងសេចក្តីមេត្តាករុណារបស់គាត់គាត់ថាការងារខ្ញុំមិនត្រូវថ្កោលទោសអ្នកណាម្នាក់ទេប៉ុន្តែដើម្បីប្រាប់ពួកគេនៅអ្វីដែលខ្ញុំបានរៀនថាមានព្រះដែលស្រឡាញ់ពួកគេដែលបានសុគតជំនួសពួកគេដែលចង់បានទំនាក់ទំនងជាមួយពួកគេហើយមានព្រះនាមថាព្រះយេស៊ូវបានសួរខ្ញុំនៅសំណួរមួយគាត់បានសួរថាតើខ្ញុំចង់នៅជាមួយគាត់ឬក៏ចង់ត្រឡប់ទៅវិញខ្ញុំមានការភ័ន្តច្រឡំទៅណាវិញទៅរូងភ្នំដល់រាងកាយរបស់ខ្ញុំប៉ុន្តែខ្ញុំបានស្លាប់បេះដូងរបស់ខ្ញុំបានឈប់ខ្ញុំបានទុកសាកសពនោះចោលគាត់បាននិយាយថាគ្មានអ្វីដែលមិនអាចទៅរួចសម្រាប់គាត់ទេប្រសិនបើខ្ញុំជ្រើសរើសគាត់អាចបញ្ជូនខ្ញុំទៅកាន់រូបកាយខ្ញុំវិញខ្ញុំនឹងរស់នៅម្ដងទៀតប៉ុន្តែបើខ្ញុំត្រឡប់ទៅវិញគឺក្នុងគោលបំណងដើម្បីប្រាប់អ្នកដទៃនៅអ្វីដែលខ្ញុំបានឃើញដើម្បីចែករំលែកការពិតដែលខ្ញុំបានរកឃើញដើម្បីធ្វើជាសាក្សីរបស់គាត់នៅក្នុងប្រទេសឥណ្ឌាឬខ្ញុំអាចស្នាក់នៅទីនោះក្នុងកន្លែងនៃពន្លឺនិងសេចក្តីស្រឡាញ់ហើយមិនត្រឡប់ទៅការឈឺចាប់និងការតស៊ូនៃជីវិតនៅលើផែនដីនោះទេខ្ញុំបានក្រឡេកមើលជុំវិញអាណាចក្រដ៏ស្រស់ស្អាតនោះខ្ញុំមានអារម្មណ៍ថាសន្តិភាពដែលបានបំពេញគ្រប់ជ្រុងនៃវាខ្ញុំមានអារម្មណ៍សប្បាយរីករាយពីរូបពន្លឺដ៏ឆ្ងាយទាំងនោះខ្ញុំចង់ស្នាក់នៅអូរបៀបដែលខ្ញុំចង់ស្នាក់នៅការគិតវិលត្រឡប់មករករូបកាយដែលខូចទន់ខ្សោយអស់រលីងរបស់ខ្ញុំវិញការវិលត្រឡប់ទៅកាន់ពិភពនៃការរងទុក្ខនិងសេចក្តីស្លាប់ការប្រឈមមុខនឹងការបដិសេធនិងការបៀតបៀនដែលខ្ញុំដឹងថានឹងកើតមានប្រសិនបើខ្ញុំប្រាប់មនុស្សអំពីព្រះយេស៊ូវវាស្ទើរតែមិនអាចទ្រាំទ្របានប៉ុន្តែបន្ទាប់មកខ្ញុំបានគិតអំពីសិស្សរបស់ខ្ញុំបានគិតអំពីអ្នកស្វែងរកដែលមកកាន់ទីសក្ការៈរបស់ខ្ញុំដើម្បីស្វែងរកចម្លើយខ្ញុំបានគិតអំពីគ្រួសាររបស់ខ្ញុំបានគិតអំពីមនុស្សរាប់លានអ្នកនៅក្នុងប្រទេសឥណ្ឌាដែលកំពុងស្វែងរកព្រះដោយដែលខ្ញុំបានស្វែងរកធ្វើពិធីសាសនានិងវិន័យនិងការអធិស្ឋានដោយសង្ឃឹមថានឹងបានជួបសន្តិភាពប៉ុន្តែរកមិនឃើញតតែសោះបើខ្ញុំបានរកឃើញចម្លើយតើខ្ញុំអាចរក្សាវាដោយរបៀបណាបើខ្ញុំជួបការពិតមិនចែករំលែកបាទពួកគេប្រហែលជាបដិសេធខ្ញុំ
បាទពួកគេប្រហែលជាស្អប់ខ្ញុំប៉ុន្តែចុះយ៉ាងណាបើសំបីតែមនុស្សម្នាក់ជឿចុះបើសំបីតែមនុស្សម្នាក់បានរកឃើញព្រះយេស៊ូវដោយសារខ្ញុំប្រាប់គេរឿងរបស់ខ្ញុំខ្ញុំមើលទៅព្រះយេស៊ូវហើយខ្ញុំបានឃើញក្នុងភ្នែករបស់គាត់ថាគាត់ដឹងរួចហើយនៅអ្វីដែលខ្ញុំនឹងជ្រើសរើសគាត់មិនបានបង្ខិតបង្ខំខ្ញុំឬដាក់សម្ពាធខ្ញុំទេគាត់គ្រាន់តែផ្ដល់ឲ្យខ្ញុំនៅជម្រើសមួយហើយរងចាំចម្លើយរបស់ខ្ញុំដោយអត់ធ្មត់ឥតខ្ចោះខ្ញុំបានប្រាប់គាត់ថាបញ្ជូនខ្ញុំមកវិញឲ្យខ្ញុំត្រឡប់ទៅប្រាប់គេវិញសូមឲ្យខ្ញុំធ្វើជាសាក្សីរបស់អ្នកគាត់ញឹមម្ដងទៀតហើយលើកនេះខ្ញុំបានឃើញអ្វីមួយនៅក្នុងស្នាមញឹមនោះដែលខ្ញុំមិនបានចាប់អារម្មណ៍ពីមុនមកខ្ញុំឃើញស្នាមរបួសរបស់ខ្លួនការរងទុក្ខផ្ទាល់ខ្លួនការលះបង់របស់ខ្លួនហើយខ្ញុំយល់ថាប្រសិនបើគាត់សុខចិត្តស្លាប់ដើម្បីពិភពលោកខ្ញុំអាចសុខចិត្តរងទុក្ខជំនួសគាត់គាត់លូកដៃទៅដាក់លើទ្រូងខ្ញុំត្រង់កន្លែងដែលបេះដូងខ្ញុំនៅការប៉ះរបស់គាត់មានភាពកក់ក្ដៅនិងរឹងមាំនិងពោពេញដោយថាមពលលោកមានប្រសាសន៍ថាចូលទៅប្រាប់គេអំពីអ្វីដែលអ្នកបានឃើញប្រាប់ពួកគេថាខ្ញុំស្រឡាញ់ពួកគេប្រាប់គេថាខ្ញុំនៅមិនឆ្ងាយពីគេទេថាខ្ញុំកំពុងរង់ចាំពួកគេស្វែងរកខ្ញុំប្រាប់ពួកគេថានៅក្នុងខ្ញុំពួកគេនឹងរកឃើញសន្តិភាពដែលពួកគេកំពុងស្វែងរកបន្ទាប់មកគាត់បាននិយាយរឿងមួយទៀតអ្វីដែលខ្ញុំបានកាន់ក្នុងគ្រប់គ្រាលំបាកតាំងពីថ្ងៃនោះមកគាត់បាននិយាយថាខ្ញុំនឹងនៅជាមួយអ្នករាល់គ្នារហូតដល់ទីបញ្ចប់នៃអាយុកាលហើយបន្ទាប់មកអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរម្ដងទៀតពន្លឺបានចាប់ផ្ដើមរសាត់ឬប្រហែលជាខ្ញុំបានធ្លាក់ចេញពីវាខ្ញុំមានអារម្មណ៍ថាខ្លួនឯងត្រូវបានទាញត្រឡប់មកវិញតាមរយៈភាពងឹតត្រឡប់មកវិញតាមរយៈចន្លោះប្រហោងត្រឡប់ទៅរកអ្វីមួយដែលរឹងមាំនិងធ្ងន់និងឈឺចាប់ខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំម្ដងទៀតហើយអារម្មណ៍គឺភ្ញាក់ផ្អើលបន្ទាប់ពីភាពគ្មានទម្ងន់នៃអាណាចក្រខាងវិញ្ញាណរូបកាយរបស់ខ្ញុំមានអារម្មណ៍ដូចជាគុកដូចជាអាវធំធ្វើពីសឹមខ្ញុំមានអារម្មណ៍ថាមានថ្មត្រជាក់នៅក្រោមខ្ញុំខ្ញុំមានអារម្មណ៍ជឿចាប់ក្នុងសន្លាក់សាច់ដុំក្បាលរបស់ខ្ញុំខ្ញុំមានអារម្មណ៍ស្រេកទឹកនិងខ្សោយខ្ញុំព្យាយាមដកដង្ហើមហើយដំបូងក៏មិនមានអ្វីកើតឡើងដែរសួតរបស់ខ្ញុំនឹងមិនដំណើរការទេការភ័យស្លន់ស្លោបានចាប់ខ្ញុំតើខ្ញុំជាប់នៅចន្លោះជីវិតនិងសេចក្តីស្លាប់ឬទេរំពេចនោះដូចជាទ្វារមួយត្រូវបានគប់ខ្យល់ចូលក្នុងសួតខ្ញុំក៏ហឺតហើយហឺតក៏ប្រែទៅជាក្អកហើយក្អកបានញ័រពេញខ្លួនភ្នែកខ្ញុំបើកឡើងខ្ញុំឃើញដំបូលល្អើងថ្មប្រផេះពន្លឺស្រអាប់ក្លិនធូលីនិងរូបកាយដែលមិនបានលាងសម្អាតរបស់ខ្ញុំបានត្រឡប់មកវិញហើយខ្ញុំនៅរស់ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដូចគ្នាដែលបានស្លាប់ក្នុងល្អាងនេះទេខ្ញុំព្យាយាមអង្គុយប៉ុន្តែខ្ញុំខ្សោយពេកខ្ញុំដេកនៅទីនោះដកដង្ហើមធំមានអារម្មណ៍ថាបេះដូងខ្ញុំលោតក្នុងទ្រូងបេះដូងដែលឈប់បេះដូងដែលព្រះយេស៊ូវបានពណ៌បេះដូងដែលឥឡូវនេះបានបូមឈាមតាមសរសៃរបស់ខ្ញុំម្ដងទៀតខ្ញុំចាប់ផ្ដើមយំម្ដងទៀតប៉ុន្តែទឹកភ្នែកទាំងនេះខុសពីអ្វីដែលខ្ញុំធ្លាប់យំពីមុនមកមានទឹកភ្នែកនៃការដឹងគុណទឹកភ្នែកនៃសេចក្តីអំណរទឹកភ្នែកនៃសេចក្តីស្រឡាញ់ដ៏លើសលប់ខ្ញុំបានស្លាប់ហើយត្រឡប់មកវិញខ្ញុំបានឃើញផ្នែកម្ខាងទៀតខ្ញុំបានជួបព្រះយេស៊ូវហើយគ្មានអ្វីនឹងដូចគ្នាទេខ្ញុំមិនដឹងថាខ្ញុំដេកនៅទីនោះយូរប៉ុណ្ណាទេប្រហែលម៉ោងឬប្រហែលប៉ុន្មាននាទីពេលវេលាមានអារម្មណ៍ចម្លែកដូចជាខ្ញុំនៅតែមួយផ្នែកនៅក្នុងកន្លែងដែលមិនចេះចប់នោះហើយមួយផ្នែកត្រឡប់មកវិញនៅក្នុងពិភពនៃវិនាទីនិងនាទីនៅទីបំផុតខ្ញុំបានប្រមូលកម្លាំងគ្រប់គ្រាន់ដើម្បីអង្គុយខ្ញុំមើលដៃខ្ញុំចុះបង្វែរពួកគេទៅភ្ញាក់ផ្អើលដែលខ្ញុំមានដៃម្ដងទៀតដែលខ្ញុំអាចរើពួកវាបានខ្ញុំបានលូនទៅច្រកចូលរូងភ្នំហើយមើលទៅលើភ្នំព្រះអាទិត្យកំពុងលិចលាបកំពូលភ្នំដែលគ្របដោយព្រិលពណ៌ទឹកក្រូចនិងផ្កាឈូកវាស្អាតប៉ុន្តែវាគ្មានអ្វីប្រៀបធៀបនឹងអ្វីដែលខ្ញុំបានឃើញពិភពលោកនេះដែលខ្ញុំធ្លាប់គិតថាជាការពិតចុងក្រោយឥឡូវនេះហាក់ដូចជាស្រមោលចម្លងនៃអ្វីដែលពិតជាងនេះ
ខ្ញុំដឹងថាខ្ញុំត្រូវចាក់ចេញពីរូងភ្នំដើម្បីត្រឡប់ទៅអរិធរវិញដើម្បីប្រាប់មនុស្សអំពីអ្វីដែលបានកើតឡើងប៉ុន្តែខ្ញុំខ្សោយណាស់ខ្ញុំបានដុំអាហារអស់40ថ្ងៃហើយបន្ទាប់មកខ្ញុំបានស្លាប់ហើយឥឡូវខ្ញុំបានរស់ឡើងវិញប៉ុន្តែទេខ្ញុំព្យាយាមក្រោកឈរប៉ុន្តែជើងរបស់ខ្ញុំមិនអាចជួយខ្ញុំបានទេខ្ញុំបានលុតជង្គង់ចុះដូច្នេះខ្ញុំបានអធិស្ឋានប៉ុន្តែខ្ញុំមិនបានអធិស្ឋានតាមការអធិស្ឋានដែលខ្ញុំបានអធិស្ឋានអស់រយៈពេល30ឆ្នាំមកហើយខ្ញុំមិនបានសូត្រធម៌សូត្រឬហៅអតិទេពហិណ្ឌូទេខ្ញុំបានអធិស្ឋានដល់ព្រះយេស៊ូវខ្ញុំបាននិយាយឈ្មោះរបស់គាត់ឈ្មោះនោះខ្ញុំមិនដែលនិយាយដោយសេចក្តីជំនឿពីមុនមកឈ្មោះដែលឥឡូវនេះមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំខ្ញុំបាននិយាយថាព្រះយេស៊ូវឲ្យសូមជួយខ្ញុំផងផ្ដល់ឲ្យខ្ញុំនូវកម្លាំងខ្ញុំចង់ធ្វើអ្វីដែលអ្នកបានបញ្ជូនខ្ញុំឲ្យធ្វើវិញខ្ញុំចង់ប្រាប់ពួកគេអំពីអ្នកហើយខ្ញុំមានអារម្មណ៍ថាវាកម្លាំងហូរចូលអวัยวៈរបស់ខ្ញុំថាំពោត្រឡប់ទៅរាងកាយរបស់ខ្ញុំមិនមែនតែម្ដងទេប៉ុន្តែបន្តិចម្ដងដូចជាពេលព្រឹកព្រលឹមបន្តិចម្ដងខ្ញុំអាចឈរបានខ្ញុំអាចដើរបានខ្ញុំបានប្រមូលរបស់របរមួយចំនួនរបស់ខ្ញុំផាំងទឹករបស់ខ្ញុំកន្សែងសូត្រធម៌របស់ខ្ញុំសៀវភៅរបស់ខ្ញុំហើយខ្ញុំបានចាប់ផ្ដើមដើរយ៉ាងយូរចុះពីភ្នំផ្លូវគឺក្បត់ក្នុងពន្លឺរស័ព្ទខ្ញុំត្រូវដើរយឺតដោយប្រុងប្រយ័ត្នឈប់ញឹកញាប់ដើម្បីសម្រាកចិត្តខ្ញុំលោតពេញ1ម៉ោងតើខ្ញុំនឹងនិយាយអ្វីទៅកាន់មនុស្សតើខ្ញុំនឹងពន្យល់រឿងនេះដោយរបៀបណាតើអ្នកណានឹងជឿខ្ញុំតើពួកគេគិតថាខ្ញុំឈួតនឹងការដុំអាហារឬតើពួកគេគិតថាខ្ញុំបានក្បត់អ្វីទាំងអស់ដែលខ្ញុំបានឈរសម្រាប់ប៉ុន្តែនៅក្រោមសំណួរទាំងអស់នេះគឺជាអ្វីដែលរឹងមាំនិងមិនអាចរង្គោះរង្គើបានខ្ញុំបានជួបព្រះយេស៊ូវខ្ញុំបានឃើញគាត់ដោយភ្នែកផ្ទាល់ខ្ញុំបាននិយាយជាមួយគាត់ប៉ះគាត់នេះមិនមែនជាការស្រមើស្រមៃឬការបំភាន់ឡើយនេះជាការពិតជាងអ្វីផ្សេងទៀតនៅក្នុងជីវិតរបស់ខ្ញុំហើយតម្លៃណាក៏ដោយខ្ញុំត្រូវនិយាយការពិតយប់ធ្លាក់ចុះមុនពេលខ្ញុំទៅដល់ភូមិខ្ញុំអាចមើលឃើញភ្លើងនៅចម្ងាយភ្លើងតូចនិងចង្គៀងភ្លឺក្នុងទីងឹតខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានដើរចេញពីសង្គមមនុស្សជាច្រើនដងដើម្បីស្វែងរកភាពឯកោសម្រាប់សមាធិនិងការអធិស្ឋានប៉ុន្តែឥឡូវនេះខ្ញុំកំពុងដើរទៅរកមនុស្សដែលកាន់សារមួយដែលពួកគេត្រូវការស្ដាប់ពេលខ្ញុំទៅដល់ភូមិនោះអ្នកកង្វល់ម្នាក់បានឃើញខ្ញុំភ្នែករបស់គាត់បើកដោយការភ្ញាក់ផ្អើលគាត់ចាប់ផ្ដើមងាកចេញពីខ្ញុំដោយធ្វើទីសម្គាល់ដើម្បីបញ្ជៀសវិញ្ញាណអាក្រក់ខ្ញុំដឹងថាខ្ញុំត្រូវតែមើលទៅដូចជាខ្មោចរូបក្រមាស្គមលេចចេញពីទីងឹតពីទិសទៅភ្នំដែលគ្រប់គ្នាដឹងថាព្រះសង្ឃមួយអង្គដើរលឿនពេកខ្ញុំព្យាយាមនិយាយប្រាប់គាត់ថាខ្ញុំនៅមានជីវិតប៉ុន្តែសំឡេងខ្ញុំបានចេញមកដូចជាក្រហមខ្ញុំមិនបាននិយាយប៉ុន្មានសប្តាហ៍ទេហើយបំពង់របស់ខ្ញុំស្ងួតគាត់ងាករត់ទៅភូមិស្រែករកអ្នកដទៃក្នុងរយៈពេលប៉ុន្មាននាទីបុរសមួយក្រុមបានមកជាមួយពើក្នុងចំណោមពួកគេខ្ញុំបានស្គាល់សិស្សរបស់ខ្ញុំម្នាក់គឺយុវជនម្នាក់ឈ្មោះ Prakash ដែលបានរងចាំដំណឹងពីខ្ញុំក្នុងភូមិពេលគាត់ឃើញខ្ញុំគាត់ស្រែកយំហើយរត់ទៅមុខទម្លាក់ពេលគាត់បានដួលនៅជើងខ្ញុំពាល់ពួកគេយំបុរសផ្សេងទៀតបានឡោមព័ទ្ធយើងសម្លឹងមកខ្ញុំដោយភាពភ័យខ្លាចនិងងឿងឆ្ងល់Prakash ចេះតែនិយាយឈ្មោះខ្ញុំ Swamige Swamig ម្ដងហើយម្ដងទៀតហាក់ដូចជាគាត់មិនជឿថាខ្ញុំពិតគេដឹកពាក់កណ្ដាលជួយខ្ញុំទៅផ្ទះសំណាក់តូចមួយក្នុងភូមិគេដាក់ខ្ញុំលើគ្រែហើយយកទឹកនិងអាហារមកឲ្យខ្ញុំផឹកទឹកយឺតដោយប្រុងប្រយ័ត្នពួកគេចង់ផ្ដល់ឲ្យខ្ញុំនៅអាហាររឹងប៉ុន្តែខ្ញុំបានប្រាប់ពួកគេថាខ្ញុំត្រូវការបំបែកដុំអាហាររបស់ខ្ញុំបន្តិចម្ដងជាមួយនឹងអ្វីដែលស្រាលគេយកទឹកដោះគោក្ដៅនិងបាយបន្តិចមកចម្អិនទន់ខ្លាំងពេលខ្ញុំញ៉ាំពួកគេមើលខ្ញុំដោយស្ងៀមស្ងាត់ខ្ញុំអាចមើលឃើញសំណួរនៅក្នុងភ្នែករបស់ពួកគេទីបំផុត Prakash និយាយគាត់បានសួរខ្ញុំថាមានអ្វីកើតឡើងគាត់បាននិយាយថាពួកគេបានរំពឹងថាខ្ញុំនឹងចុះពីភ្នំបន្ទាប់ពី40ថ្ងៃ
ប៉ុន្តែនៅពេលដែលខ្ញុំមិនបានបង្ហាញខ្លួនពួកគេចាប់ផ្ដើមព្រួយបារម្ភគាត់ហៀបនឹងរៀបចំពិធីជប់លៀងស្វែងរកនៅព្រឹកបន្ទាប់ខ្ញុំបានក្រឡេកមើលគាត់ទាំងអស់ហើយខ្ញុំដឹងថានេះជាពេលដែលខ្ញុំត្រូវចាប់ផ្ដើមនិយាយការពិតខ្ញុំត្រូវឈប់ធ្វើជាសាក្សីចំពោះអ្វីដែលខ្ញុំបានឃើញខ្ញុំនិយាយហើយសំឡេងខ្ញុំខ្លាំងជាងឥឡូវនេះខ្ញុំបាននិយាយថាខ្ញុំបានស្លាប់ហើយខ្ញុំបានឈប់ដកដង្ហើមនៅក្នុងរូងភ្នំបេះដូងរបស់ខ្ញុំបានឈប់ខ្ញុំបានចាក់ចេញពីរាងកាយរបស់ខ្ញុំគេមើលមុខគ្នាមិនច្បាស់ថាជឿខ្ញុំឬអត់ Fresh បានសួរថាតើខ្ញុំមានន័យថាខ្ញុំបានសម្រេចមហាសមាធិដែលជាការរំដោះចុងក្រោយខ្ញុំមកក្បាលខ្ញុំបាននិយាយថាទេវាមិនមែនជាមហាសមាធិទេវាជាការស្លាប់ពិតប្រាកដប៉ុន្តែខ្ញុំត្រូវបានគេបញ្ជូនមកវិញគេសួរថាអ្នកណាបញ្ជូនខ្ញុំមកតើអំណាចអ្វីបានធ្វើឲ្យខ្ញុំរស់ឡើងវិញហើយខ្ញុំបាននិយាយឈ្មោះដែលខ្ញុំដឹងថានឹងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងខ្ញុំបាននិយាយថាព្រះយេស៊ូវគ្រីស្ទបានចាត់ខ្ញុំឲ្យត្រឡប់មកវិញភាពស្ងៀមស្ងាត់ដែលបន្ទាប់មកគឺក្រាស់និងធ្ងន់គ្មាននរណាម្នាក់ផ្លាស់ទីទេគ្មាននរណាម្នាក់បាននិយាយទេគេគ្រាន់តែសម្លឹងមកខ្ញុំហាក់ដូចជាខ្ញុំនិយាយភាសាបរទេសដែលគេមិនយល់បន្ទាប់មក Pash បានសួរយ៉ាងស្ងៀមស្ងាត់ប្រសិនបើខ្ញុំនិយាយថាខ្ញុំបានជួបព្រះគ្រីស្ទានប្រសិនបើខ្ញុំនិយាយថាព្រះយេស៊ូវពិតខ្ញុំក្រឡេកមើលគាត់ដោយភ្នែកហើយនិយាយថាបាទព្រះយេស៊ូវគឺពិតព្រះយេស៊ូវមិនគ្រាន់តែជាព្រះគ្រីស្ទានប៉ុណ្ណោះទេទ្រង់គឺជាព្រះគាត់គឺជាមនុស្សម្នាក់ដែលយើងទាំងអស់គ្នាស្វែងរកគាត់គឺជាសេចក្តីពិតដែលយើងទាំងអស់គ្នាបានស្វែងរកហើយជាមួយនឹងពាក្យទាំងនោះខ្ញុំបានចាប់ផ្ដើមដំណើរដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំដំណើរនៃការនិយាយការពិតទៅកាន់មនុស្សដែលមិនចង់ឮបាត់បង់អ្វីគ្រប់យ៉ាងដែលខ្ញុំបានសាងពីការបដិសេធដោយមនុស្សដែលខ្ញុំស្រឡាញ់ប៉ុន្តែក៏ជាការស្វែងរកសន្តិភាពនិងសេចក្តីរីករាយដែលមិនមានសមាធិណាមួយបានផ្ដល់ឲ្យខ្ញុំឡើយដំណើរនៃការដើរតាមព្រះយេស៊ូវនៅក្នុងស្រុកមួយដែលគេមិនស្គាល់ឈ្មោះសេចក្តីស្រឡាញ់របស់គាត់មិនត្រូវបានយល់ទេហើយការពិតរបស់គាត់មិនត្រូវបានទទួលយកទេប៉ុន្តែខ្ញុំបានជួបគាត់ខ្ញុំបានឃើញគាត់ខ្ញុំបានប៉ះគាត់ហើយគ្មានអ្វីអាចធ្វើឲ្យខ្ញុំបដិសេធអ្វីដែលខ្ញុំដឹងថាជាការពិតនោះទេគ្មានអ្វីទេប៉ុន្មានថ្ងៃបន្ទាប់នៅក្នុងភូមិនោះគឺជារឿងចម្លែកបំផុតក្នុងជីវិតរបស់ខ្ញុំរាងកាយរបស់ខ្ញុំបានជាសះស្បើយបន្តិចម្ដងមានកម្លាំងប៉ុន្តែចិត្តវិញខ្ញុំត្រូវបានគេស្គាល់ថាជាស្វាមីអារ៉ាប់មនុស្សម្នាក់ដែលយើងទាំងអស់គ្នាស្វែងរកគាត់គឺជាសេចក្តីពិតដែលយើងទាំងអស់គ្នាបានស្វែងរកហើយជាមួយនឹងពាក្យទាំងនោះខ្ញុំបានចាប់ផ្ដើមដំណើរដ៏លំបាកបំផុតនៃជីវិតរបស់ខ្ញុំដំណើរនៃការនិយាយការពិតទៅកាន់មនុស្សដែលមិនចង់ឮបាត់បង់អ្វីគ្រប់យ៉ាងដែលខ្ញុំបានសាងពីការបដិសេធដោយមនុស្សដែលខ្ញុំស្រឡាញ់ប៉ុន្តែក៏ជាការស្វែងរកសន្តិភាពនិងសេចក្តីរីករាយដែលមិនមានសមាធិណាមួយបានផ្ដល់ឲ្យខ្ញុំឡើយដំណើរនៃការដើរតាមព្រះយេស៊ូវនៅក្នុងស្រុកមួយដែលគេមិនស្គាល់ឈ្មោះសេចក្តីស្រឡាញ់របស់គាត់មិនត្រូវបានយល់ទេហើយការពិតរបស់គាត់មិនត្រូវបានទទួលយកទេប៉ុន្តែខ្ញុំបានជួបគាត់ខ្ញុំបានឃើញគាត់ខ្ញុំបានប៉ះគាត់ហើយគ្មានអ្វីអាចធ្វើឲ្យខ្ញុំបដិសេធអ្វីដែលខ្ញុំដឹងថាជាការពិតនោះទេគ្មានអ្វីទេប៉ុន្មានថ្ងៃបន្ទាប់នៅក្នុងភូមិនោះគឺជារឿងចម្លែកបំផុតក្នុងជីវិតរបស់ខ្ញុំរាងកាយរបស់ខ្ញុំបានជាសះស្បើយបន្តិចម្ដងមានកម្លាំងប៉ុន្តែចិត្តនិងចិត្តរបស់ខ្ញុំស្ថិតក្នុងភាពច្របូកច្របល់ខ្ញុំបានត្រឡប់ទៅពិភពរូបវិញប៉ុន្តែខ្ញុំមួយផ្នែកនៅក្នុងពិភពនៃពន្លឺនោះនៅតែបានឮព្រះសូរសៀងរបស់ព្រះយេស៊ូវនៅតែមានអារម្មណ៍ថាទ្រង់ប៉ះលើទ្រូងរបស់ខ្ញុំ Fresh និងសិស្ស2-3 នាក់ទៀតបានស្នាក់នៅផ្ទះសំណាក់ជាមួយខ្ញុំពួកគេមានចិត្តសប្បុរសនិងយកចិត្តទុកដាក់ដោយយកអាហារមកឲ្យខ្ញុំហើយប្រាកដថាខ្ញុំបានសម្រាកប៉ុន្តែខ្ញុំអាចមើលឃើញការព្រួយបារម្ភនៅក្នុងភ្នែកពួកគេសំណួរដែលពួកគេខ្លាចមិនហ៊ានសួរពួកគេបានប្រព្រឹត្តចំពោះខ្ញុំដោយការគោរពដូចគ្នាដែលពួកគេតែងតែមានប៉ុន្តែឥឡូវនេះក៏មានអ្វីផ្សេងទៀតដែរភាពច្របូកច្របល់ប្រហែលជាការភ័យខ្លាចខ្ញុំបានចំណាយថ្ងៃទាំងនោះដើម្បីអធិស្ឋានហើយព្យាយាមយល់ពីអ្វីដែលបានកើតឡើងចំពោះខ្ញុំនឹងបិទភ្នែកហើយមើលមុខព្រះយេស៊ូវ
ខ្ញុំនឹងចងចាំពាក្យរបស់គាត់ហើយខ្ញុំនឹងមានអារម្មណ៍ស្នេហាដ៏លើសលប់នេះដែលខ្ញុំមិនធ្លាប់មានពីមុនមកនេះជាការប្រកាសថាខ្ញុំត្រូវបានគេស្គាល់និងស្រឡាញ់ទាំងស្រុងប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាបាត់បង់ដែរខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ទេខ្ញុំមិនដឹងពីរបៀបធ្វើជាព្រះសង្ឃហិណ្ឌូដែលបានជួបព្រះយេស៊ូវខ្ញុំមិនដឹងធ្វើដូចម្តេចដើម្បីភ្ជាប់ពិភពពីរនេះពិភពលោកដែលខ្ញុំបានរស់នៅអស់រយៈពេល33ឆ្នាំមកហើយនឹងការពិតថ្មីនេះដែលត្រូវបានបង្ហាញដល់ខ្ញុំនៅថ្ងៃទី3ខ្ញុំមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើដំណើរ Fresh បានរៀបចំឡានមួយដើម្បីយកយើងត្រឡប់ទៅ Rishis ទៅកាន់អារាមរបស់ខ្ញុំការបើកបរបានចំណាយពេលជាច្រើនម៉ោងចុះពីភ្នំចូលជ្រលងភ្នំខ្ញុំក្រឡេកមើលទៅក្រៅបង្អួចនៅទេសភាពដែលខ្ញុំបានស្គាល់ជាយូរមកហើយវត្តអារាមទង់បន់ស្រន់ព្រះសាស្តាដើរតាមដងផ្លូវអ្នកធ្វើធម្មយាត្រាឆ្ពោះទៅកាន់ទីសក្ការៈអ្វីមើលទៅដូចគ្នាប៉ុន្តែឥឡូវខ្ញុំឃើញវាខុសគ្នាខ្ញុំបានគិតអំពីថាតើមានមនុស្សប៉ុន្មានអ្នកដែលកំពុងស្វែងរកព្រះនៅលើភ្នំទន្លេនិងប្រាសាទទាំងនេះតើមានការអធិស្ឋានប៉ុន្មានដងតើធ្វើពិធីប៉ុន្មានតើមានការលះបង់ប៉ុន្មានហើយខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំងព្រោះខ្ញុំបានដឹងពីអ្វីដែលខ្ញុំដឹងថាការស្វែងរកទាំងអស់នេះកំពុងចង្អុលទៅរកអ្វីមួយសំដៅទៅលើនរណាម្នាក់ប៉ុន្តែមនុស្សភាគច្រើននឹងមិនអាចរកឃើញគាត់ទេព្រោះពួកគេកំពុងសម្លឹងមើលក្នុងទិសដៅខុសពេលយើងទៅដល់ទីសក្ការៈពួកសិស្សខ្ញុំរន្ធត់ចិត្តពេលឃើញខ្ញុំពួកគេធ្លាប់ឮថាខ្ញុំនៅរស់ប៉ុន្តែការឃើញខ្ញុំផ្ទាល់គឺខុសគ្នាពួកគេបានប្រមូលផ្ដុំគ្នាជុំវិញឡានខ្លះយំខ្លះប៉ះជើងខ្ញុំខ្លះមើលតែមិនជឿខ្ញុំត្រូវបានគេនាំទៅបន្ទប់របស់ខ្ញុំហើយប្រាប់ឲ្យសម្រាកប៉ុន្តែពាក្យបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈ Hirashiksta Swami Aravindananda បានត្រឡប់មកពីការដកថយភ្នំរបស់គាត់ថាមានអ្វីមួយដែលមិនធម្មតាបានកើតឡើងចំពោះគាត់មនុស្សម្នាចាប់ផ្ដើមមកដល់ទីសក្ការៈមនាលភិក្ខុទាំងឡាយលោកគ្រូអ្នកគ្រូសិស្សានុសិស្សអ្នកចង់ដឹងចង់ឃើញពួកគេទាំងអស់គ្នាចង់ឃើញខ្ញុំដើម្បីស្ដាប់អ្វីដែលបានកើតឡើងខ្ញុំដឹងថាខ្ញុំមិនអាចលាក់បានទេខ្ញុំដឹងថាខ្ញុំត្រូវប្រាប់ពួកគេប៉ុន្តែខ្ញុំខ្លាចខ្ញុំបានរស់នៅក្នុងសហគមន៍នេះអស់ជាច្រើនទសវត្សរ៍មកហើយមនុស្សទាំងនេះគឺជាគ្រួសារខាងវិញ្ញាណរបស់ខ្ញុំការគិតថាតើគេនឹងមានប្រតិកម្មយ៉ាងណានៅពេលខ្ញុំប្រាប់គេពីការពិតធ្វើឲ្យក្រពះខ្ញុំតឹងដោយការថប់បារម្ភនៅល្ងាចដំបូងរបស់ខ្ញុំត្រឡប់មកវិញខ្ញុំបានប្រមូលផ្ដុំសិស្សជិតស្និទ្ធបំផុតរបស់ខ្ញុំនៅក្នុងសាលសមាធិមានប្រហែល15នាក់ក្នុងចំណោមពួកគេទាំងបុរសនិងស្ត្រីដែលបានសិក្សានៅក្រោមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំដែលបានចាក់ចេញពីក្រុមគ្រួសារដើម្បីដើរតាមមាគ៌ាខាងវិញ្ញាណដែលមើលមកខ្ញុំជាគ្រូរបស់ពួកគេអង្គុយនៅមុខខ្ញុំនៅលើឥដ្ឋសម្លឹងមើលមកខ្ញុំដោយរំពឹងថានឹងរងចាំខ្ញុំចែករំលែកការបង្រៀនដ៏ជ្រាលជ្រៅមួយចំនួនអំពីបទពិសោធន៍របស់ខ្ញុំនៅក្នុងរូងភ្នំការយល់ដឹងថ្មីមួយចំនួនអំពីសមាធិឬស្មារតីឬធម្មជាតិនៃការពិតខ្ញុំអង្គុយលើកៅអីធម្មតានៅខាងមុខសាលមើលមុខពួកគេទាំងនេះគឺជាមនុស្សល្អមនុស្សស្មោះត្រង់ពួកគេស្រឡាញ់ព្រះខ្លាំងណាស់ដូចជាខ្ញុំបានស្រឡាញ់ព្រះពួកគេស្វែងរកសេចក្តីពិតយ៉ាងលំបាកដូចខ្ញុំបានស្វែងរកសេចក្តីពិតហើយខ្ញុំហ៊ាននឹងប្រាប់ពួកគេនៅអ្វីមួយដែលនឹងបំបាក់ការយល់ដឹងរបស់ពួកគេលើអ្វីគ្រប់យ៉ាងខ្ញុំចាប់ផ្ដើមយឺតខ្ញុំបានប្រាប់ពួកគេអំពីការដុំអាហាររយៈពេល40ថ្ងៃអំពីភាពទន់ខ្សោយនិងការមើលឃើញអំពីពេលដែលខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំបិទខ្ញុំឈ្មោះការចាក់ចេញពីរូបកាយរបស់ខ្ញុំអណ្ដែតពីលើវាហើយឃើញខ្លួនខ្ញុំកំពុងដេកនៅក្នុងរូងភ្នំពួកគេបានស្ដាប់ដោយយកចិត្តទុកដាក់ហើយមកក្បាលនេះគឺជាទឹកដីដែលធ្លាប់ស្គាល់ចេញពីបទពិសោធន៍រាងកាយរត់ជិតស្លាប់យោយេសជាច្រើនបានរាយការណ៍រឿងស្រដៀងគ្នានេះប៉ុន្តែបន្ទាប់មកខ្ញុំបានបន្តខ្ញុំបានប្រាប់ពួកគេអំពីអាណាចក្រនៃពន្លឺអំពីវត្តមានដែលខ្ញុំបានជួបប្រទះនៅទីនោះអំពីរូបពណ៌ដែលបានមកជិតខ្ញុំ
សិស្សរបស់ខ្ញុំម្នាក់ដែលជាបុរសចំណាស់ម្នាក់ឈ្មោះព្រះវិស្ណុបានញឹមហើយនិយាយថាគាត់ដឹងថាខ្ញុំនឹងមានចក្ខុវិស័យដល់ទេវភាពគាត់បានសួរថាតើអាទិទេពមួយណាបានបង្ហាញខ្លួនឲ្យខ្ញុំតើជាព្រះសិវៈឬប្រហែលជាព្រះម្ចាស់ក្រេស្ណាខ្ញុំដកដង្ហើមធំនេះជាពេលដែលខ្ញុំនិយាយថាទេវាមិនមែនជាព្រះសិវៈទេវាមិនមែនជាក្រេស្ណាទេវាមិនមែនជាអាទិទេពណាមួយដែលយើងបានពាក់នោះទេបន្ទប់បានខ្លាយជាស្ងាត់ណាស់ពួកគេបានរងចាំខ្ញុំបាននិយាយថាព្រះនាមយេស៊ូវអស់ជាច្រើនវិនាទីគ្មាននរណាម្នាក់ប្រតិកម្មឡើយគេគ្រាន់តែសម្លឹងមកខ្ញុំហាក់បីដូចជាមិនបានឮត្រឹមត្រូវដូចជាត្រចៀករបស់គេកំពុងលេងល្បិចពេលនោះព្រះវិស្ណុក៏សើចដោយភ័យគាត់បាននិយាយថាពួកខ្ញុំច្បាស់ជាមានការភ័ន្តច្រឡំដោយការដុំអាហារដែលគំនិតរបស់ខ្ញុំបានបង្កើតរូបភាពពីអ្វីដែលខ្ញុំបានឃើញឬបានអាននៅកន្លែងណាមួយគាត់បានស្នើឲ្យយើងធ្វើពិធីសម្អាតដើម្បីជំរះភាពច្របូកច្របល់ខាងវិញ្ញាណប៉ុន្តែខ្ញុំងក់ក្បាលខ្ញុំប្រាប់គេថាខ្ញុំមិនច្រឡំទេខ្ញុំបានប្រាប់ពួកគេថានេះជាការពិតជាងអ្វីដែលខ្ញុំធ្លាប់ជួបប្រទះខ្ញុំបានប្រាប់ពួកគេថាព្រះយេស៊ូវទ្រង់មានបន្ទូលមកកាន់ខ្ញុំបានបង្ហាញអង្គទ្រង់ឲ្យខ្ញុំស្គាល់ថាជាផ្លូវជាសេចក្តីពិតនិងជំរះបំពង់ក៏ជាជីវិតការសើចបានស្លាប់ឥឡូវនេះមានតែភាពស្ងៀមស្ងាត់ធ្ងន់និងមិនស្រួលសិស្សវ័យក្មេងម្នាក់ឈ្មោះមីរ៉ាដែលនៅជាមួយខ្ញុំអស់5ឆ្នាំបាននិយាយឡើងសំឡេងរបស់នាងញ័រនាងបានសួរថាតើខ្ញុំកំពុងនិយាយថាព្រះយេស៊ូវគឺល្អជាងព្រះរបស់យើងបើខ្ញុំនិយាយថាប្រមាញ់សាសនាខុសខ្ញុំបានជ្រើសរើសពាក្យរបស់ខ្ញុំដោយប្រុងប្រយ័ត្នខ្ញុំបាននិយាយថាខ្ញុំមិននិយាយថាប្រមាញ់សាសនាខុសទាំងអស់ខ្ញុំបាននិយាយថាមានការពិតនៅក្នុងអ្វីដែលយើងបានរៀនអំពីកម្មផលអំពីភាពមិនស្ថិតស្ថេរនៃពិភពលោកនេះអំពីការស្រេកឃ្លានសម្រាប់អ្វីដែលលើសពីសម្ភារៈប៉ុន្តែខ្ញុំបានប្រាប់ពួកគេថាព្រះយេស៊ូវបានបង្ហាញខ្ញុំថាទ្រង់គឺជាការសម្រេចនៃការស្រេកឃ្លាននោះគាត់គឺជាអ្វីដែលយើងកំពុងស្វែងរកសិស្សម្នាក់ទៀតឈ្មោះរ៉ាជេសបានក្រោកឡើងភ្លាមមុខរបស់គាត់ក្រហមដោយកំហឹងគាត់បាននិយាយថាខ្ញុំបានក្បត់ពួកគេគាត់បាននិយាយថាខ្ញុំបានក្បត់ Senatendor មកដែលជាប្រពៃណីអស់ក្លឹបជានិច្ចគាត់បាននិយាយថាខ្ញុំបានចំណាយពេលជាច្រើនទោះវត្តបង្រៀនពួកគេនៅផ្លូវមួយហើយឥឡូវនេះខ្ញុំស្រាប់តែអះអាងថាផ្លូវផ្សេងគឺជាការពិតតើគេអាចជឿទុកចិត្តអ្វីដែលខ្ញុំធ្លាប់បានបង្រៀនគេដោយរបៀបណាខ្ញុំយល់ពីកំហឹងរបស់គាត់ខ្ញុំមានអារម្មណ៍ថាមានទម្ងន់នៃពាក្យរបស់គាត់ប៉ុន្តែខ្ញុំមិនអាចបដិសេធអ្វីដែលខ្ញុំបានជួបប្រទះនោះទេខ្ញុំបានប្រាប់គាត់ថាខ្ញុំយល់ពីរបៀបដែលគាត់មានអារម្មណ៍ថាខ្ញុំនឹងមានប្រតិកម្មដូចគ្នាប្រសិនបើនរណាម្នាក់បានប្រាប់ខ្ញុំរឿងនេះកាលពី1 ខែមុនប៉ុន្តែខ្ញុំបានស្លាប់ខ្ញុំបានទៅម្ខាងទៀតខ្ញុំបានជួបព្រះដ៏មានព្រះជន្មរស់ហើយថាព្រះនាមរបស់ព្រះគឺព្រះយេស៊ូវពេលបានដើរចេញពីសាល2 នាក់ទៀតដើរតាមគាត់ម៉ែបានយំនៅពេលនេះនាងបានសួរថាតើនាងគួរធ្វើអ្វីជាមួយនឹងឆ្នាំទាំងអស់ដែលនាងបានចំណាយក្នុងការសមាធិនិងការអធិស្ឋានតើពួកគេខ្ជិះខ្ជាយទេតើអ្វីគ្រប់យ៉ាងដែលយើងជឿគឺជាការកុហកខ្ញុំចុះពីកន្លែងអង្គុយលើឥដ្ឋជាមួយគេខ្ញុំលូកដៃទៅចាប់ដៃនាងខ្ញុំបានប្រាប់នាងថាឆ្នាំទាំងនោះមិនខ្ជិះខ្ជាយទេការស្វែងរកគឺពិតប្រាកដការស្រេកឃ្លានចំពោះព្រះគឺពិតប្រាកដប៉ុន្តែឥឡូវនេះខ្ញុំបានដឹងថាភាពអត់ឃ្លាននោះនាំទៅណាវានាំទៅរកព្រះយេស៊ូវហើយខ្ញុំកំពុងអញ្ជើញនាងដោយអញ្ជើញពួកគេទាំងអស់ឲ្យស្វែងរកទ្រង់ជាមួយខ្ញុំពួកគេខ្លះអង្គុយស្ងៀមស្ងាត់ពួកគេខ្លះយំពួកគេខ្លះមើលមកខ្ញុំដោយក្តីអាណិតហាក់ដូចជាខ្ញុំវង្វេងស្មារតីម្ដងមួយពួកគេភាកច្រើនឈរហើយចាក់ចេញពីសាលក្នុងចំណោមសិស្ស15 នាក់ដែលបានមកជុំគ្នានៅល្ងាចនោះមានតែ3 នាក់ប៉ុណ្ណោះនៅសល់ពេលខ្ញុំនិយាយចប់យប់នោះខ្ញុំដេកនៅក្នុងបន្ទប់មិនបានខ្ញុំអាចជឿសំឡេងនៅខាងក្រៅពួកសិស្សនិងអ្នកទស្សនាជេរគ្នាអំពីអ្វីដែលខ្ញុំបាននិយាយជេរគ្នាថាតើខ្ញុំបានត្រាស់ដឹងឬក៏ឆ្កួតដោយឆ្ងល់ថាតើនឹងមានអ្វីកើតឡើងចំពោះអាស្មនីពេលនេះដែលគ្រូរបស់ពួកគេបានប្រែចិត្តជឿលើសាសនាគ្រិស្ត
ខ្ញុំបានអធិស្ឋានដល់ព្រះយេស៊ូវខ្ញុំបានសួរគាត់ថាខ្ញុំនិយាយខុសបើខ្ញុំពន្យល់មិនល្អបើមានវិធីល្អជាងនេះក្នុងការចែករំលែកអ្វីដែលខ្ញុំបានរៀនប៉ុន្តែសូម្បីតែពេលខ្ញុំអធិស្ឋានខ្ញុំមានអារម្មណ៍សុខសាន្តខ្ញុំមានអារម្មណ៍ថាវត្តមានរបស់គាត់ជាមួយខ្ញុំហើយខ្ញុំចងចាំពាក្យរបស់គាត់ដែលថាគាត់នឹងនៅជាមួយខ្ញុំជានិច្ចសូម្បីតែដល់ទីបញ្ចប់នៃអាយុក៏ដោយនៅសប្តាហ៍បន្ទាប់ស្ថានភាពកាន់តែអាក្រក់ទៅដំណឹងនៃបទពិសោធន៍របស់ខ្ញុំបានផ្សព្វផ្សាយពេញរេស៊ីសស្វេមីសនិងអ្នកដឹកនាំសាសនាផ្សេងទៀតបានចាប់ផ្ដើមទៅទស្សនាអារាមមិនមែនដើម្បីអបអរសាទរខ្ញុំចំពោះការទម្លុះវិញ្ញាណខ្លះប៉ុន្តែដើម្បីប្រឈមមុខនឹងខ្ញុំស្វាមីវ័យចំណាស់ម្នាក់មកពីអារាមធំមួយចុះតាមទន្លេមកជាមួយនឹងអ្នកដើរតាមគាត់ជាច្រើននាក់គាត់អង្គុយទល់មុខខ្ញុំក្នុងសាលសមាធិហើយសុំឲ្យខ្ញុំពន្យល់ខ្លួនឯងខ្ញុំបានប្រាប់គាត់រឿងរបស់ខ្ញុំម្ដងទៀតការសុគតការជួបជាមួយព្រះយេស៊ូវសារដែលខ្ញុំត្រូវបានផ្ដល់ឲ្យគាត់ស្ដាប់ដោយទឹកមុខតឹងតែងពេលខ្ញុំនិយាយចប់គាត់បាននិយាយថាអ្វីដែលខ្ញុំបានជួបគឺ Maya Illusion គាត់បាននិយាយថាវិចិត្រអាចបង្កើតការមើលឃើញដ៏មានឥទ្ធិពលជាពិសេសនៅក្រោមលក្ខខណ្ឌរាងកាយខ្លាំងដូចជាការដុំអាហារយូរគាត់បាននិយាយថាប្រហែលជាខ្ញុំបានចូលទៅក្នុងរូបភាពដែលមិនដឹងជារួមរបស់ព្រះយេស៊ូវពីអ្វីដែលខ្ញុំបានឃើញឬបាននៅជាច្រើនឆ្នាំមកនេះហើយគំនិតរបស់ខ្ញុំបានបង្កើតការមើលឃើញដ៏ឡារិកជុំវិញវាខ្ញុំបានសួរគាត់ពីរបៀបដែលគាត់ពន្យល់ពីការពិតថាខ្ញុំបានស្លាប់ហើយមានជីវិតឡើងវិញរបៀបដែលគាត់បានពន្យល់ពីភស្តុតាងជាក់ស្ដែងនៃការស្លាប់របស់ខ្ញុំគ្មានដង្ហើមគ្មានចង្វាក់បេះដូងហើយបន្ទាប់មកខ្ញុំត្រឡប់មកវិញភ្លាមគាត់បានគ្រវីដៃដោយបដិសេធគាត់បាននិយាយថាមានករណីចងក្រងជាឯកសារនៃ Yoyes ដែលអាចបញ្ឈប់បេះដូងនិងដង្ហើមរបស់ពួកគេហើយបន្ទាប់មកចាប់ផ្ដើមពួកគេឡើងវិញគាត់បាននិយាយថាខ្ញុំប្រហែលជាបានចូលទៅក្នុងស្ថានភាពសមាធិជ្រៅណាស់ដែលធ្វើត្រាប់តាមសេចក្តីស្លាប់ខ្ញុំបានប្រាប់គាត់ដោយគោរពថាខ្ញុំដឹងពីភាពខុសគ្នារវាងស្ថានភាពសមាធិនិងការស្លាប់ខ្ញុំបានអនុវត្តសមាធិអស់រយៈពេល33ឆ្នាំអ្វីដែលបានកើតឡើងចំពោះខ្ញុំក្នុងលអាងនោះមិនមែនជាការធ្វើសមាធិទេវាជាការស្លាប់ហើយអ្វីដែលបានកើតឡើងបន្ទាប់ពីនោះមិនមែនជាការមើលឃើញទេវាជាការជួបជាមួយព្រះដ៏មានព្រះជន្មរស់មុខរបស់គាត់រឹងគាត់បាននិយាយថាតាមរយៈការអាងទាំងនេះដោយនិយាយព្រះនាមព្រះយេស៊ូវហាក់ដូចជាទ្រង់កំពូលលើព្រះរបស់យើងខ្ញុំកំពុងក្បត់វប្បធម៌ប្រពៃណីរបស់ខ្ញុំនិងប្រជាជនរបស់ខ្ញុំគាត់បាននិយាយថាខ្ញុំកំពុងបង្កឲ្យមានភាពច្របូកច្របល់និងអាចនាំអ្នកដទៃឲ្យវង្វេងគាត់បានជំរុញខ្ញុំឲ្យបដិសេធរឿងរបស់ខ្ញុំសារភាពថាខ្ញុំបានធ្វើខុសត្រឡប់ទៅរកការបង្រៀនហិណ្ឌូត្រឹមត្រូវវិញខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនអាចធ្វើដូច្នេះបានទេខ្ញុំមិនអាចមើលឃើញអ្វីដែលខ្ញុំបានឃើញខ្ញុំមិនអាចដឹងពីអ្វីដែលខ្ញុំបានដឹងឥឡូវនេះទេគាត់បានឈរដើម្បីចាក់ចេញមុនពេលដើរចេញគាត់បាននិយាយថាគាត់នឹងប្រាប់មេដឹកនាំសាសនាផ្សេងទៀតក្នុងតំបន់អំពីការក្បត់សាសនារបស់ខ្ញុំគាត់បាននិយាយថាខ្ញុំគួរតែរំពឹងថានឹងមានលទ្ធផលខ្ញុំបានមើលគាត់ចាក់ចេញហើយខ្ញុំមានអារម្មណ៍ថាត្រជាក់មកលើខ្ញុំដែលមិនមានពាក់ព័ន្ធនឹងអាកាសធាតុនោះទេខ្ញុំបានដឹងថាលទ្ធផលមានន័យយ៉ាងណាខ្ញុំបានឃើញពីរបៀបដែលសហគមន៍សាសនាដោះស្រាយជាមួយអ្នកដែលពួកគេចាត់ទុកថាជាអ្នកក្បត់ជំនឿក្នុងរយៈពេលប៉ុន្មានថ្ងៃអត្ថបទបានចាប់ផ្ដើមលេចឡើងនៅក្នុងកាសែតក្នុងស្រុកចំណងជើងមួយបានអានថាបុការអះអាងរបស់ស្វេមីជាទីគោរពព្រះយេស៊ូវបានបង្ហាញខ្លួនដល់គាត់ការខូចចិត្តផ្លូវចិត្តឬការបង្ហាញជាសាធារណៈម្នាក់ទៀតបាននិយាយថាព្រះសង្ឃហិណ្ឌូបោះបង់ចោលជំនឿបន្ទាប់ពីការដុំអាហារវិជ្ជាបណ្ឌិតនិយាយថាការយល់ច្រឡំជាទូទៅក្នុងករណីធ្ងន់ធ្ងរមនុស្សដែលខ្ញុំស្គាល់អស់ជាច្រើនឆ្នាំបានឈប់និយាយជាមួយខ្ញុំនៅពេលដែលខ្ញុំដើរកាត់រេស៊ីអ្នកខ្លះនឹងឆ្លងទៅម្ខាងទៀតនៃផ្លូវដើម្បីគេចពីខ្ញុំអ្នកផ្សេងទៀតនឹងសម្លឹងមើលដោយបើកចំមានមនុស្ស 2-3 នាក់នឹងស្ដោះទឹកមាត់ដាក់ដីពេលខ្ញុំឆ្លងកាត់ដែលជាសញ្ញានៃការមើលងាយអាសាមចាប់ផ្ដើមទេសិស្សបានចាក់ចេញពីមួយទៅមួយអ្នកខ្លះមកនិយាយលាទាំងទឹកភ្នែកថាស្រឡាញ់ខ្ញុំប៉ុន្តែមិនអាចដើរតាមផ្លូវនេះបានទេអ្នកផ្សេងទៀតគ្រាន់តែខ្ចប់របស់ពួកគេហើយបាត់ខ្លួនដោយគ្មានពាក្យមួយម៉ាត់
សិស្សដែលមករៀនយោគៈឈប់មកអំណោយដែលបានជួយដល់វត្តអារាមបានរីងស្ងួតខ្ញុំបានយល់ខ្ញុំមិនបានបន្ទោសពួកគេទេប្រសិនបើនរណាម្នាក់បានប្រាប់ខ្ញុំកាលពី1 ឆ្នាំមុនថាពួកគេបានជួបព្រះយេស៊ូវហើយថាទ្រង់គឺជាផ្លូវតែមួយគត់ទៅកាន់ព្រះនោះខ្ញុំឈ្មោះអាវិនខ្ញុំគិតថាពួកគេច្របូកច្របល់ឬច្របូកច្របល់ខួរក្បាលឬផ្លូវចិត្តមិនស្ថិតស្ថេរប៉ុន្តែការយល់ពីប្រតិកម្មរបស់ពួកគេមិនបានធ្វើឲ្យវាឈឺចាប់នោះទេទាំងនេះគឺជាមនុស្សដែលខ្ញុំបានរស់នៅជាមួយបង្រៀនអធិស្ឋានជាមួយចែកអាហារជាមួយពួកគេជាគ្រួសារខាងវិញ្ញាណរបស់ខ្ញុំហើយឥឡូវនេះពួកគេបានទៅការមកលេងដ៏លំបាកបំផុតបានកើតឡើង2 សប្តាហ៍បន្ទាប់ពីការត្រឡប់មកវិញរបស់ខ្ញុំម្ដាយរបស់ខ្ញុំបានមកពីហារ៉ាដាមាននរណាម្នាក់បានសរសេរទៅនាងប្រាប់នាងពីអ្វីដែលខ្ញុំកំពុងនិយាយដោយប្រមាននាងថាកូនប្រុសរបស់នាងបានវង្វេងស្មារតីឬត្រូវបានបង្ខូចដោយអ្នកផ្សព្វផ្សាយសាសនាគ្រីស្ទនាងបានមកជាមួយបងប្រុសរបស់ខ្ញុំ Prakash ដែលខ្ញុំមិនបានឃើញប៉ុន្មានឆ្នាំមកនេះ Prakash ធ្វើបានល្អសម្រាប់ខ្លួនគាត់ជាម្ចាស់អាជីវកម្មវិញ្ញាណផនដ៏ជោគជ័យមួយនៅទីក្រុង Delhi រស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតបើកឡានថ្លៃគាត់តែងតែមានការខ្មាស់អៀនបន្តិចដោយសារមានព្រះសង្ឃសម្រាប់បងប្អូនប៉ុន្តែយ៉ាងហោចណាស់ក៏ព្រះសង្ឃហិណ្ឌូមួយអង្គមានកិត្យានុភាពសង្គមខ្លះដែរឥឡូវនេះខ្ញុំអាចឃើញមុខគាត់ថាខ្ញុំបានក្លាយទៅជាអាម៉ាស់មួយប្រភេទផ្សេងទៀតពួកគេអង្គុយជាមួយខ្ញុំនៅក្នុងបន្ទប់តូចរបស់ខ្ញុំសក់ម្ដាយខ្ញុំប្រែពណ៌ស្ទាំងស្រុងតាំងពីខ្ញុំបានឃើញនាងលើកចុងក្រោយមុខរបស់នាងពោពេញទៅដោយការព្រួយបារម្ភនិងទុក្ខព្រួយនាងសម្លឹងមកខ្ញុំដោយការឈឺចាប់ក្នុងភ្នែករបស់នាងដែលខ្ញុំចង់យកមកវិញនៅអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយដើម្បីប្រាប់នាងថាវាជាកំហុសទាំងអស់គ្រាន់តែឃើញនាងញឹមម្ដងទៀតប៉ុន្តែខ្ញុំមិនអាចធ្វើវាបានទេខ្ញុំមិនអាចកុហកដើម្បីធ្វើឲ្យអ្វីកាន់តែងាយស្រួលនោះទេនាងបានសុំឲ្យខ្ញុំពន្យល់ពីអ្វីដែលបានកើតឡើងដូច្នេះខ្ញុំបានប្រាប់នាងនៅអ្វីគ្រប់យ៉ាងការស្លាប់ការឆ្លងកាត់ពន្លឺការជួបជាមួយនឹងព្រះយេស៊ូវការត្រឡប់មកវិញខ្ញុំបានប្រាប់នាងថាព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ដល់ខ្ញុំថាជាព្រះដែលខ្ញុំបានស្វែងរកពេញមួយជីវិតរបស់ខ្ញុំពេលខ្ញុំនិយាយចប់នាងក៏យំយ៉ាងស្ងប់ស្ងាត់បងប្រុសរបស់ខ្ញុំមើលទៅខឹងនិងមិនស្រួលគាត់បាននិយាយមុនគាត់និយាយថាពួកខ្ញុំកំពុងបំផ្លាញកិត្តិយសគ្រួសារយើងគាត់បាននិយាយថាមនុស្សនៅហារ៉ាដូកំពុងនិយាយអំពីយើងដែលឈ្មោះរបស់យើងកំពុងត្រូវបានអូសកាត់តាមភពគាត់បាននិយាយថាមិត្តភ័ក្តិរបស់ម្ដាយយើងកំពុងគេចពីគាត់ដោយសារកូនប្រុសរបស់គាត់បានក្លាយទៅជាអ្វីដែលពួកគេហៅថាអ្នកប្រាជ្ញជាគ្រីស្ទាន